បាទពីរដ្ឋធានី Washington សហរដ្ឋអាមេរិកខ្ញុំបាទយ៉ងច័ន្ទតារាសូមជម្រាបសួរនិងសូមស្វាគមន៍លោកអ្នកនាងកញ្ញាទាំងអស់មកកាន់កម្មវិធីព័ត៌មានរបស់ទូរទស្សន៍អាស៊ីសេរីបាទនេះគឺជាកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃច័ន្ទ10រោចខែមករាឆ្នាំអាសាញ់ស័កស័កពុទ្ធសករាជ2569ដែលត្រូវនឹងថ្ងៃទី15ខែធ្នូគ្រិស្តសករាជ2025បាទជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងទស្សនាមេតិការព័ត៌មានប្រចាំថ្ងៃដូចតទៅយន្តហោះចម្បាំងរបស់ថៃទម្លាក់គ្រាប់ចូលទៅដល់ខេត្តសៀមរាបជនភៀសសឹកប្រឈមទៅនឹងបញ្ហាខ្វះទឹកប្រើប្រាស់ប្រជាពលរដ្ឋជំរុញឲ្យមេដឹកនាំកម្ពុជាដោះលែងអ្នកទោសមនសិការនិងផ្សះផ្សាជាតិដើម្បីប្រមូលកម្លាំងតទល់បរទេសឈ្លានពានកម្ពុជាវៀតណាមឯកភាពពង្រឹងទំនាក់ទំនងរវាងកងទ័ពនិងបដិញ្ញាចិត្តពន្លឿនការងារខណ្ឌសីមារួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទយ៉ងច័ន្ទតារាសូមជូនព័ត៌មានទាំងនេះពឺស្ដាបាទលោកនាងជាទីមេត្រីយោធាថៃបានបើកការវាយប្រហារឈ្លានពានចូលដល់កម្ពុជាឈានចូលមកដល់ថ្ងៃទី9ហើយបាទបើទោះបីជាមេដឹកនាំថៃបានសន្យាជាមួយសហរដ្ឋអាមេរិកនិងកម្ពុជាកាលពីយប់ថ្ងៃទី12ខែធ្នូថានឹងវិលត្រឡប់ទៅមើលកិច្ចព្រមព្រៀងសន្តិភាពក្តីបាទក្រមយោធាថៃកាន់តែវាយប្រហារចូលជ្រៅនៅក្នុងទឹកដីខ្មែរនិងបណ្ដាលឲ្យជនស៊ីវិលខ្មែរស្លាប់កើនដល់ចំនួន15នាក់និងរងរបួសចំនួនជិត100នាក់ហើយបាទនៅក្នុងកម្មវិធីផ្សាយរបស់យើងនៅយប់នេះលោកថាថៃនឹងចូលខ្លួនមកបកស្រាយនិងជម្រាបជូនលោកអ្នកនាងបន្ថែមទៀតអំពីរឿងនេះដូច្នេះសូមលោកអ្នកនាងរងចាំស្ដាប់និងទស្សនាកុំបីខានបាទសូមអរគុណបាទលោកនាងជាទីមេត្រីសង្គ្រាមខ្មែរថៃនេះមិនត្រឹមតែធ្វើឲ្យខ្ទេចខ្ទាំទ្រព្យសម្បត្តិរួមមានផ្ទះសម្បែងសាលារៀនមន្ទីរពេទ្យស្ពានថ្នល់អគារកាស៊ីណូនិងធ្វើឲ្យបាត់បង់អាយុជីវិតជនស៊ីវិលនិងយោធាកម្ពុជាប៉ុណ្ណោះទេក៏ប៉ុន្តែសង្គ្រាមនេះក៏នឹងធ្វើឲ្យអន្តរាយទៅដល់សេដ្ឋកិច្ចជនភៀសសឹករួមទាំងសេដ្ឋកិច្ចកម្ពុជាផងដែរបាទប្រសិនបើសង្គ្រាមនេះនៅតែបន្តអូសបន្លាយទៀតនោះតើនឹងធ្វើឲ្យប៉ះពាល់យ៉ាងណាទៅដល់សេដ្ឋកិច្ចជាតិនោះហើយថាតើប្រជាពលរដ្ឋនៅកម្ពុជាដែលកំពុងជួបប្រទះនឹងសង្គ្រាមបែបនេះថាតើពួកគាត់ត្រូវរៀបចំខ្លួនបែបណាវិញនោះបាទនេះគឺជាកម្មវិធីផ្សាយបាទនេះគឺជាប្រធានបទនៃកម្មវិធីផ្សាយនៃវេទិកាអ្នកទស្សនាទូរទស្សន៍អាស៊ីសេរីនៅយប់ថ្ងៃអង្គារទី16ខែធ្នូស្អែកនេះបាទយើងនឹងមានវាគ្មិនពិសេសមួយរូបគឺលោកបណ្ឌិតសុកហាជដែលជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចហើយលោកក៏ជាសមាជិកព្រឹទ្ធសភាផងដែរបាទលោកនឹងចូលខ្លួនមកបកស្រាយនៅក្នុងកម្មវិធីនេះដែលសម្របសម្រួលដោយលោកជុនច័ន្ទបុតបាទដូច្នេះសូមលោកអ្នកនាងរងចាំស្ដាប់និងទស្សនាកុំបីខាននៅថ្ងៃស្អែកនេះបាទសូមអរគុណលោកអ្នកនាងកញ្ញាជាទីមេត្រីជាមួយនឹងការចាប់ផ្ដើមផ្សាយទូរទស្សន៍អាស៊ីសេរីនេះយើងខ្ញុំក៏សូមអរគុណចំពោះភក្ដីភាពនិងការជឿជាក់របស់លោកអ្នកនាងលើសារព័ត៌មានឯករាជ្យសម្រាប់ប្រជាជនកម្ពុជាយើងនឹងរួមដំណើរជាមួយគ្នាក្នុងបេសកកម្មផ្ដល់និងទទួលព័ត៌មានពិតបាទសូមអញ្ជើញលោកអ្នកនាងកញ្ញាចូលទៅចុច follow នៅលើ Facebook ដែលមានអាសយដ្ឋាន www.facebook.com/tfa ខ្មែរនិង Subscribe លើ YouTube ដែលមានអាសយដ្ឋាន www.youtube.com/tfa ខ្មែរបាទសូមអរគុណបាទលោកអ្នកនាងជាទីមេត្រីលោកអ្នកនាងបានជ្រាបហើយថាប្រជាពលរដ្ឋកម្ពុជារាប់ពាន់រាប់ម៉ឺននាក់នៅពេលនេះកំពុងតែប្រឈមទៅនឹងបញ្ហាសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃដែលបង្ខំឲ្យពួកគាត់នឹងត្រូវតែចាកចេញពីលំនៅឋានរបស់ពួកគាត់មកតាំងទីលំនៅបណ្ដោះអាសន្ននៅកន្លែងភៀសសឹកឬមួយក៏ទីកន្លែងណាដែលគាត់គិតថាអាចមានសុវត្ថិភាពសម្រាប់ពួកគាត់តកតងទៅនឹងបញ្ហានេះដែរយើងឃើញថាអ្នកខ្លំមើលបានជំរុញឲ្យអាជ្ញាធរនិងតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកំពុងកាន់អំណាចនោះចុះដោះស្រាយបញ្ហាជនភៀសសឹកខ្វះទឹកស្អាតប្រើប្រាស់បាទពួកគាត់លើកឡើងថាបញ្ហាខ្វះទឹកនេះគឺជាបញ្ហាចម្បងមួយនៅក្នុងចំណោមបញ្ហាចម្បងជាច្រើនទៀតដែលអាជ្ញាធរអាចដោះស្រាយបានប្រសិនបើរដ្ឋាភិបាលមានការរៀបចំឲ្យបានត្រឹមត្រូវនោះ
ដោយឡែកអ្នកនាំពាក្យកាន់អំណាចឆ្លើយតបថាអាជ្ញាធរពាក់ព័ន្ធកំពុងតែប្រឹងប្រែងធ្វើកិច្ចការងារនេះហើយនឹងបន្តធ្វើកិច្ចការងារនេះបន្ថែមទៀតឲ្យបានកាន់តែសស្រាក់សស្រាំបាទសូមលោកអ្នកនាងស្ដាប់នឹងទស្សនាសេចក្តីរាយការណ៍នេះរបស់លោកហ៊ុំចម្រើនដូចតទៅស្របពេលសហគមន៍អន្តរជាតិមិនអើពើថ្កោលទោសថៃពាក់ព័ន្ធការឈ្លានពានទឹកដីកម្ពុជាយ៉ាងកំរោលរយៈពេល9ថ្ងៃជាប់គ្នាមកនេះទាហានថៃបន្តពង្រឹងការវាយប្រហារទាំងកងទ័ពអាកាសនិងផ្លូវគោករុលចូលទឹកដីកម្ពុជាកាន់តែជ្រៅដោយប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងកក្លឿនលើដែនអធិបតេយ្យកម្ពុជាហើយបានសម្លាប់ជនស៊ីវិលខ្មែរស្លាប់កើនឡើងខណៈពលរដ្ឋ40,000 នាក់បានភៀសទឹកទៅរកកន្លែងសុវត្ថិភាពហើយកំពុងជួបប្រទះបញ្ហាលំបាកជាច្រើនក្នុងជីវភាពប្រចាំថ្ងៃអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិតមាសនេះប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី15ខែធ្នូថាបញ្ហាខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់របស់ជនភៀសទឹកបានក្លាយជាបញ្ហាចម្បងក្នុងចំណោមបញ្ហាជាច្រើនទៀតដូចជាកង្វះអនាម័យនិងបញ្ហាអាហារូបត្ថម្ភលោកថាករណីនេះគឺជាការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ជាតិនិងក្រោមជាតិជាពិសេសនោះគឺតំណាងរាស្ត្រគណៈបកកណ្ដាលអំណាចគួរតែចេញពីបន្ទប់ម៉ាស៊ីនត្រជាក់មកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាលោកបន្តថាបញ្ហាទឹកអាជ្ញាធរអាចដោះស្រាយដោយងាយពុំមែនជារឿងលំបាកនោះទេប៉ុន្តែបញ្ហាត្រង់ថាអាជ្ញាធរហាក់ពុំអើពើក្នុងការដោះស្រាយឲ្យបានត្រឹមត្រូវទើបធ្វើឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកស្រះនិងទឹកអូរពោរពេញដោយមេរោគនិងគ្មានអនាម័យជាមួយគ្នានោះលោកថាអាជ្ញាធរគួរតែសម្របសម្រួលឲ្យជនភៀសទឹកទាំងអស់នៅតំបន់នីមួយៗត្រូវរស់នៅជុំគ្នាដើម្បីងាយស្រួលក្នុងការរៀបចំសម្ដាប់ធ្នាប់និងដោះស្រាយបញ្ហាដែលពួកគាត់កំពុងតែប្រឈមនឹងត្រូវការនៅក្នុងជំរំវាងាយកើតជំងឺអីផ្សេងណាបើសិនបើទឹកយើងវាស្អាតណាបាទអញ្ចឹងវាមានតែស្ថាប័នរដ្ឋទេដែលអាចគិតគូររឿងនឹងបានន័យថាមានជំរំជួនភៀសខ្លួននៅកន្លែងណាគឺត្រូវតែមានឡានមធ្យោបាយសម្រាប់ដឹកទឹកយកទៅចែកហើយចែកនេះគឺចែកទៀងទាត់ទៀតមិនមែនពី3ថ្ងៃដឹកទៅម្ដងទេមកថាឥឡូវប្រហែលថាកន្លែងនេះមាន100គ្រួសារយើងគិតមើលទៅទឹកនៅក្នុងម្នាក់អាចប្រើបានប្រហែលក្នុងប្រហែលលីត្រក្នុងមួយថ្ងៃណាអានេះគេមានរបបរបស់គេណាព្រោះខ្ញុំស្ដាប់មើលទៅគឺវេទនារឿងទឹកហ្នឹងគឺច្រើនកន្លែងណានេះពុំមែនជារឿងថ្មីទេការផ្ទុះអាវុធលើកទី1រវាងកម្ពុជាថៃចំនួន5ថ្ងៃចាប់ពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាបានបង្ខំឲ្យពលរដ្ឋរាប់ម៉ឺនគ្រួសារចាក់ចេញពីលំនៅឋានទៅរស់នៅជំរំជនភៀសទឹកចំនួន43កន្លែងក្នុងខេត្តបន្ទាយមានជ័យបាត់ដំបងឧត្តរមានជ័យនិងខេត្តព្រះវិហារក្នុងនោះបញ្ហាទឹកកខ្វក់ជាបញ្ហាចម្បងផងដែរកាលពីថ្ងៃទី12ខែសីហាអង្គការទស្សនពិភពលោកប្រចាំនៅកម្ពុជារកឃើញថាជនភៀសទឹកជាង 40% មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរក្រោយពីជម្លៀសចេញពីផ្ទះសម្បែងខណៈអាហារូបត្ថម្ភទឹកប្រើប្រាស់និងអនាម័យពុំសូវមានធ្វើឲ្យពួកគាត់ពិបាករស់នៅប្រកបដោយផាសុកភាពជុំវិញរឿងនេះអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកជាធិរិទ្ធប្រាប់ទូរទស្សន៍អាស៊ីសេរីថាចាប់តាំងពីកម្ពុជាត្រូវបានយោធាថៃឈ្លានពានដោយការប្រយុទ្ធនេះរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធបានប្រឹងប្រែងជួយដល់ជនភៀសទឹកយ៉ាងសស្រាក់សស្រាំដោយពុំបានទុកចោលប្រជាពលរដ្ឋណាម្នាក់នោះឡើយតើពួកគេមានឃើញទេចំពោះសកម្មភាពរបស់សមាជិកតំណាងរាស្ត្រអាជ្ញាធរមន្ត្រីរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ប្រជាជនរបស់យើងកំពុងតែរួមសាមគ្គីគ្នាដើម្បីប្រមូលជូនដល់ជនភៀសទឹករបស់យើងដែលយើងកំពុងតែរួមសាមគ្គីគ្នាប៉ុន្តែយើងពិបាកណាស់ទៅឆ្លើយតបជាមួយនឹងក្រុមដែលដេកមិនលុកឲ្យធ្វើជាដេកលុកតែយើងដាស់ក្រោកទេអញ្ចឹងការលើកឡើងរបស់ពួកគេនឹងគឺវាអត់មានតម្លៃសម្រាប់យើងទេអ្វីដែលយើងត្រូវគិតនៅពេលនេះគឺជួយដល់ប្រជាជនរបស់យើងជួយដល់ជនភៀសទឹករបស់យើងប្រឆាំងនឹងសត្រូវឈ្លានពានដែលកំពុងតែឈ្លានពានទឹកដីរបស់យើងបើពួកគេពិតជាស្រឡាញ់ប្រទេសជាតិមែនសូមចូលរួមជួយជុំវិញរឿងនេះអ្នកនាំពាក្យគណៈបកប្រជាធិបតេយ្យជឿនលឿនលោកប៉ៅមករាលើកឡើងថាដំណាក់កាលដែលប្រជាពលរដ្ឋកំពុងតែជួបការលំបាកព្រោះតែការឈ្លានពានទឹកដីពីយោធាថៃនេះអាជ្ញាធរនិងតំណាងរាស្ត្រដែលមានច្រើនលើសលប់មកពីគណៈបកកណ្ដាលអំណាចគួរតែដល់ពេលវេលាក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពលោកបន្តថាជនភៀសទឹកគឺជាជនរងគ្រោះពីសង្គ្រាមដូចនេះគួរតែរៀបចំកន្លែងរស់នៅរបស់ពួកគាត់ឲ្យមានផាសុកភាពហើយមិនត្រូវឲ្យពួកគាត់រងគ្រោះម្ដងទៀតដោយសារតែបញ្ហាខ្វះទឹកប្រើប្រាស់និងជំងឺឆ្លងផ្សេងៗដោយសារតែខ្វះអនាម័យនោះទេ
តំណាងរាស្ត្រអត់អាចអង្គុយនៅក្នុងម៉ាស៊ីនត្រជាក់អត់អាចអង្គុយមើលតែព័ត៌មានតាមទូរទស្សន៍តាមបណ្ដាញសង្គមទេអញ្ចឹងតំណាងរាស្ត្រត្រូវតែចុះផ្ទាល់ត្រូវតែទៅដល់កន្លែងទីតាំងដែលពលរដ្ឋកំពុងតែជួបបញ្ហាពីព្រោះយើងឃើញថាបញ្ហានេះជាបញ្ហាដែលពលរដ្ឋជួបទុក្ខលំបាកខ្លាំងមែនទែនជាងពេលណាទាំងអស់ការចុះទៅសួរសុខទុក្ខគាត់ការចុះទៅផ្ដល់កម្លាំងចិត្តឲ្យគាត់ការចុះទៅឲ្យតម្លៃពួកគាត់នៅពេលដែលគាត់មានបញ្ហានេះវាជារឿងសំខាន់ណា ការផ្ទុះអាវុធលើកទី2រវាងកម្ពុជាថៃគិតត្រឹមរសៀលថ្ងៃទី15ខែធ្នូមានពលរដ្ឋខ្មែរចំនួន15នាក់បានស្លាប់និងរបួស73នាក់ក្នុងនោះមានពលរដ្ឋខ្មែរជាង40,000នាក់បានភៀសសាក់ទៅរកកន្លែងមានសុវត្ថិភាពបណ្ដោះអាសន្ននៅខេត្តជាប់ព្រំដែនថៃរួមមានបន្ទាយមានជ័យឧត្តរមានជ័យព្រះវិហារសៀមរាបពោធិ៍សាត់បាត់ដំបងនិងខេត្តកោះកុងខ្ញុំបាទហុំចម្រើនទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washington បាទលោកអ្នកនាងជាទីមេត្រីលោកអ្នកនាងឃើញហើយថាសង្គ្រាមដែលប្រទេសថៃឈ្លានពានលើកម្ពុជានេះកាន់តែរីករាលដាលខ្លាំងហើយបើទោះបីជាមានការចុះកិច្ចព្រមព្រៀងបទឈប់បាញ់ឬមួយក៏ការចង់ឲ្យមានសន្តិភាពនៅក្នុងប្រទេសទាំងពីរក៏ដោយចុះយើងឃើញហើយថានៅក្នុងសង្គ្រាមនេះប្រទេសថៃបានបើកការវាយប្រហារកាន់តែខ្លាំងលើកម្ពុជាហើយសមរភូមិនឹងមានការពង្រីកមុខព្រួញកាន់តែខ្លាំងគឺសឹងតែខេត្តជាប់ព្រំដែនកម្ពុជាថៃទាំងអស់កំពុងតែពើប្រទះទៅនឹងការប្រយុទ្ធពីសំណាក់ទាហានថៃលើកម្ពុជានេះយើងឃើញថានៅថ្ងៃនេះដែរគឺក្រសួងការពារជាតិកម្ពុជាបានអះអាងថាយោធាថៃបានពង្រីកការវាយប្រហារមកលើទឹកដីកម្ពុជាកាន់តែខ្លាំងក្លាដោយបានទម្លាក់គ្រាប់បែកចូលកាន់តែជ្រៅរហូតដល់ស្រុកស្រីស្នំខេត្តសៀមរាបក្រសួងការពារជាតិកម្ពុជាផ្សព្វផ្សាយនៅរសៀលថ្ងៃទី15ខែធ្នូនេះថាយោធាថៃបានប្រើយន្តហោះចម្បាំងធុន F16 ទម្លាក់គ្រាប់បែកចំនួន2គ្រាប់ទៅលើភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបនៅក្បែរជំរំជនភៀសសឹកនៅម៉ោងប្រមាណ10ព្រឹកហើយនឹង2គ្រាប់ទៀតនៅលើភូមិប៉ោយសំរោងឃុំព្រះនេតព្រះស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យនៅម៉ោង 11:28 នាទីព្រឹកបាទភ្លាមនោះសិស្សានុសិស្សដែលកំពុងរៀននៅក្បែរកន្លែងទម្លាក់គ្រាប់បែកបាននាំគ្នារត់ចេញពីបន្ទប់រៀនស្រែកយំប្រសេកប្រសាដើម្បីរកកន្លែងមានសុវត្ថិភាពបាទក្រសួងការពារជាតិកម្ពុជាបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់យោធាថៃដែលបន្តទម្លាក់គ្រាប់បែកចូលកាន់តែជ្រៅទៅក្នុងទឹកដីខ្មែរទោះជាយ៉ាងណាគេនៅមិនទាន់ឃើញមានរបាយការណ៍បញ្ជាក់អំពីចំនួនប្រជាពលរដ្ឋស៊ីវិលដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកធុនធ្ងន់នៅតំបន់ទាំងពីរនេះនៅឡើយទេបាទលោកអ្នកនាងជាទីមេត្រីដោយសារតែសង្គ្រាមមានការរីករាលដាលកាន់តែធំយើងឃើញហើយថាឥឡូវនេះភាគីថៃឯណោះបានប៉ុនប៉ងចង់បិទច្រកផ្លូវសមុទ្រកម្ពុជាថែមទៀតបាទភាគីកម្ពុជាបានឆ្លើយតបទៅភាគីថៃដែលចង់បិទច្រកផ្លូវសមុទ្រកម្ពុជានាំទំនិញចូលដោយបានអះអាងថាបានត្រៀមលក្ខណៈរួចរាល់ហើយនៅចំពោះមុខការវាយប្រហារឈ្លានពានរបស់ថៃមកលើកម្ពុជានេះបាទអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនរបស់កម្ពុជាគឺលោកផនរឹមបានសរសេរនៅលើ Facebook នៅព្រឹកថ្ងៃទី15ខែធ្នូថាកម្ពុជាមិនមែនជាក្មេងបៀមដៃនោះទេកម្ពុជាបានគិតគូរទៅលើរឿងនេះនិងបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីឆ្លើយតបគ្រប់ទម្រង់ចំពោះមហិច្ឆតាបង្កសង្គ្រាមពង្រីកទំនាស់របស់ភាគីថៃលោកលើកឡើងថាប៉ុន្មានថ្ងៃមកនេះឃើញកាសែតថៃដកស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធទៅនឹងការព្រមានបិទឬមួយក៏រាំងខ្ទប់ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃចូលមកកាន់ប្រទេសកម្ពុជាដោយពួកគេយកលេសផ្សេងមកសំអាងនៅក្នុងគោលដៅចិញ្ចឹមហិច្ឆតាឈ្លានពានដើម្បីបង្កសង្គ្រាមពង្រីកចំនួនជាមួយនឹងកម្ពុជាបាទលោកផនរឹមបន្តថាកម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះនិងប្រតិក្រឡាដែលមានសក្តានុពលនិងធានាបាននូវឯករាជ្យភាពនិងម្ចាស់ការលើគ្រប់ទម្រង់ស្របតាមច្បាប់និងវិធានការអន្តរជាតិបាទកាលពីថ្ងៃទី14ខែធ្នូយោធាថៃបានចេញបញ្ជាបន្ទាន់មួយឲ្យបិទឈូងសមុទ្រថៃដើម្បីស្ទាក់ចាប់ការដឹកជញ្ជូនប្រេងនិងសម្ភារៈយោធាចូលកម្ពុជាហើយបានប្រកាសដាក់ដែនទឹកជុំវិញកំពង់ផែកម្ពុជាថាជាតំបន់មានហានិភ័យខ្ពស់បាទលោកអ្នកនាងជាទីមេត្រីតាក់ទងទៅនឹងរឿងនេះដែរឃើញមានការវិភាគមួយចំនួនជាពិសេសមានក្នុងនោះក៏មានមន្ត្រីរដ្ឋាភិបាលថៃមន្ត្រីរដ្ឋាភិបាលកម្ពុជាដែរថាទង្វើរបស់ថៃដែលកំពុងតែចង់បិទច្រកសមុទ្រនេះមិនមែនត្រឹមតែជា
ក្នុងគោលដៅពង្រីកសង្គ្រាមប៉ុណ្ណោះទេក៏ប៉ុន្តែថៃអាចនឹងមានមហិច្ឆតានៅក្នុងការរឹបអូសយកតំបន់សមុទ្រកម្ពុជាមួយចំនួនដែលត្រួតស៊ីគ្នាជាមួយនឹងប្រទេសថៃឬមួយក៏ដែលកំពុងតែមានវិវាទនោះផងដែរហើយនៅក្នុងសេចក្តីរាយការណ៍យើងបន្តទៅទៀតនេះក៏យើងនឹងមានផ្ដោតទៅលើសង្គ្រាមកម្ពុជាថៃដែរជាពិសេសលោកថាថៃនឹងចូលមកបកស្រាយបន្ថែមអំពីរឿងនេះទៀតដូច្នេះសូមលោកអ្នកនាងបន្តតាមដានកម្មវិធីផ្សាយរបស់យើងជាបន្តទៀតបាទសូមអរគុណបាទលោកអ្នកនាងជាទីមេត្រីយើងងាកទៅជ្រុងមួយទៀតនៃសង្គមឯណោះវិញគឺយើងឃើញថាប្រជាពលរដ្ឋមួយចំនួនបានសម្ដែងការមិនពេញចិត្តទេដោយសារតែនៅក្នុងកលៈទេសៈកំពុងតែមានសង្គ្រាមឈ្លានពានបែបនេះប្រជាពលរដ្ឋមួយចំនួននៅតែបន្តផឹកស៊ីច្រៀងលេងកម្សាន្តចាក់សំឡេងរំខានជាដើមយើងឃើញថាពួកគាត់បានលើកឡើងថានៅក្នុងកលៈទេសៈដែលប្រទេសជាតិកំពុងតែជួបគ្រោះអាសន្នបែបនេះប្រជាពលរដ្ឋមួយចំនួនគួរតែផ្អាកការផឹកស៊ីច្រៀងលេងកម្សាន្តនិងកាត់បន្ថយកម្មវិធីជួបជុំដើម្បីយកពេលវេលានិងធនធានសម្រាប់ទុកជូនជួយជនភៀសសឹកហើយនឹងកងទ័ពនៅជួរមុខឯនោះវិញបាទជាមួយគ្នានេះដែរប្រជាពលរដ្ឋមួយចំនួនលើកឡើងថាពួកគាត់បានបដិញ្ញាចិត្តធ្វើពហិការមិនប្រើប្រាស់ទំនិញថៃទៀតនោះទេដើម្បីដាក់សម្ពាធផ្នែកសេដ្ឋកិច្ចនិងបង្ហាញការមិនពេញចិត្តចំពោះទង្វើឈ្លានពានរបស់ថៃលើកម្ពុជានេះបាទយើងប្រកុលនេតិនេះជូនលោកសេចបណ្ឌិតរាយការណ៍ជូនលោកអ្នកនាងដូចតទៅពលរដ្ឋលើកឡើងថាពេលនេះយោធាថៃបានឈ្លានពាននិងវាយប្រហារកាន់តែជ្រៅចូលមកក្នុងទឹកដីកម្ពុជាហើយដូច្នេះក្នុងស្ថានភាពបែបនេះប្រជាពលរដ្ឋខ្មែរមិនគួរបង្កើតកម្មវិធីសប្បាយរីករាយដោយគ្មានរឿងអ្វីកើតឡើងសោះនោះឡើយពលរដ្ឋនៅឃុំអូ3ជាន់ខេត្តបន្ទាយមានជ័យលោកស្រីច័ន្ទស្រីមុំប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី15ខែធ្នូថានៅក្នុងស្ថានភាពដែលកម្ពុជាកំពុងជួបគ្រោះដោយសារតែយោធាថៃបានបាញ់ប្រហារនិងទម្លាក់គ្រាប់ផ្ទុះរាល់ថ្ងៃទៅលើខេត្តជាប់ព្រំដែនលោកស្រីបានឃើញពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួននៅតែបង្កើតកម្មវិធីជួបជុំផឹកស៊ីសប្បាយលោកស្រីបន្តថាទង្វើបែបនេះប្រៀបបីដូចជាការបង្ហាញភាពរីករាយនៅលើគំនោទុករបស់ជនភៀសសឹកនិងកងទ័ពខ្មែរដែលកំពុងជួបការលំបាកជាពលរដ្ឋហ្នឹងយើងត្រូវសន្សំសំចៃឬក៏នាំគ្នារែងអង្គាសដើម្បីជួយលុយហ្នឹងទៅឲ្យទាហាននៅសមរភូមិមុខនិងជនភេសកដែលគាត់អត់មានអីភាសាខ្វះខាតហ្នឹងដែលគាត់រងប៉ះទង្គិចនឹងក្របផ្លោងសៀមហ្នឹងមកដល់ផ្ទះគាត់ឆេះផ្ទះសម្បែងគាត់អត់មានសល់អីអញ្ចឹងយើងជួយកាត់បន្ថយអាហ្នឹងយើងជួយឲ្យគាត់ជួយគ្នាទៅដើម្បីឲ្យរស់ទាំងអស់គ្នាក្នុងការវាយប្រហាររបស់យោធាថៃនៅក្នុងពេលចុងក្រោយនេះគឺកាន់តែចូលជ្រៅមកក្នុងទឹកដីកម្ពុជាជាច្រើនគីឡូម៉ែត្ររួមមានភូមិសាស្ត្រស្រុកសីស្នំខេត្តសៀមរាបនិងស្រុកព្រះនេត្រព្រះនៅខេត្តបន្ទាយមានជ័យជាដើមក្នុងប្រតិបត្តិការវាយប្រហារតាមយន្តហោះ F16 នេះកងទ័ពអាកាសថៃបានទម្លាក់គ្រាប់បែកនៅក្បែរទីប្រជុំជនសាលារៀនវត្តអារាមនិងមិនលើកលែងសូម្បីតែជំរុំជនភៀសសឹកទោះជាយ៉ាងណាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់មិនឆ្ងាយពីទីតាំងដែលយោធាថៃបានវាយប្រហារមិនដល់50គីឡូម៉ែត្រផងនោះនៅតែបន្តរៀបចំពិធីជួបជុំនិងផឹកស៊ីសប្បាយដោយធម្មតាដោយកម្មវិធីខ្លះបានសង់រោងបិទផ្លូវថែមទៀតក៏មានជាងនេះទៅទៀតកម្មវិធីមួយចំនួនបានចាក់ធុងបាសឬកងរំពងនៅពេលយប់ធ្វើឲ្យរំខានដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋដទៃទៀតដែលពួកគាត់កំពុងបារម្ភពីស្ថានភាពនៅតាមតំបន់ព្រំដែនចំណែកប្រជាពលរដ្ឋម្នាក់ទៀតនៅខេត្តសៀមរាបគឺកញ្ញាវ៉ាន់សេរីបានលើកឡើងថាសំឡេងឧទាហរណ៍ស័ព្ទនៅក្នុងកម្មវិធីជួបជុំមួយចំនួនបានរំខានដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងនិងបង្កជាក្តីបារម្ភផងដោយសារតែធុងបាសដែលបញ្ចេញសំឡេងធ្ងន់ៗនោះអាចបន្លំឬលុបពីលើសំឡេងគ្រាប់បែកដែលទម្លាក់ពីយន្តហោះរបស់ថៃក៏អាចថាបានមិនមានន័យថាតតែយើងផ្អាកឬក៏ប្រឈប់ពិធីមង្គលការរបស់យើងបើយើងហៅថាយើងស្នេហាជាតិទេត្រឹមតែថាយើងបន្ថយអាសម្លេងឧខោសនៈស័ព្ទនឹងមួយការកាត់បន្ថយការផឹកស៊ីរំរែកនឹងមួយទៀតអាហ្នឹងបានន័យថាយើងចូលរួមក្នុងសកម្មភាពស្នេហាជាតិហើយដោយឡែកពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃមកលើកម្ពុជានេះដែរប្រជាពលរដ្ឋមួយចំនួនបានធ្វើពហិការលើទំនិញថៃដើម្បីចូលរួមចំណែកដាក់សម្ពាធលើសេដ្ឋកិច្ចថៃនិងបង្ហាញការមិនពេញចិត្តចំពោះទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជាក្នុងនោះពលរដ្ឋនៅខេត្តបាត់ដំបងគឺលោកស្រីយេតយ៉ូនស្នើសុំឲ្យប្រជាពលរដ្ឋខ្មែរចូលរួមពហិការលើទំនិញថៃទាំងអស់ដោយលោកស្រីយល់ឃើញថាពហិការនេះ
យ៉ាងហោចណាស់ក៏ជាផ្នែកមួយដែលចូលរួមចំណែកជួយដល់ប្រទេសជាតិតាមរយៈការឈប់ទិញទំនិញរបស់ថៃធ្វើឲ្យសេដ្ឋកិច្ចរបស់ថៃទទួលរងផលប៉ះពាល់និងជាការលើកស្ទួយផលិតផលក្នុងស្រុក មីងបដិញ្ញាចិត្តថាមិនប្រើរបស់សៀមទៀតទេឈឺចាប់ខ្លាំងណាស់ឈឺចាប់បដោយក្មួយមិនបាច់ឈ្មោះអីសួរថាសំណួរថាត្រូវប្រើរបស់សៀមអត់ទេគឺបដិញ្ញាចិត្តថាមិនប្រើរបស់សៀមទេ នៅក្នុងប្រតិបត្តិការវាយប្រហាររបស់យោធាថៃមកលើកម្ពុជានៅពេលនេះហាក់មានសភាពធ្ងន់ធ្ងរនិងអូសបន្លាយយូរជាងគេនៅក្នុងសង្គ្រាមសម័យថ្មីនេះដោយយោធាថៃបានបញ្ជូនទាំងទាហានជើងគោកអាកាសនិងជើងទឹកជាដើមជាមួយគ្នានេះសភាពពាណិជ្ជកម្មនិងរដ្ឋាភិបាលស៊ីវិលរបស់ថៃដែលទើបនឹងរំលាយនោះបានប្រកាសបើកភ្លើងខៀវឲ្យក្រុមយោធាថៃវាយប្រហារមកលើកម្ពុជាដោយគ្មានការជំទាស់ខណៈស្ថាប័នកោជបរបស់ថៃបានពជាពេលដោយអូសបន្លាយការបោះឆ្នោតលើសពី60ថ្ងៃដើម្បីសម្រួលដល់ប្រតិបត្តិការរបស់យោធាថៃក្នុងការវាយប្រហារមកលើកម្ពុជាទៀតផងជុំវិញរឿងនេះអ្នកគ្រប់គ្រងការិយាល័យអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យលោកអ៊ិនគង់ចិត្តស្នើសុំឲ្យប្រជាពលរដ្ឋកាត់បន្ថយការផឹកស៊ីសបាយឬពន្យាពេលចំពោះកម្មវិធីធំៗដូចជាពិធីមង្គលការជាដើមព្រោះក្នុងកលៈទេសៈដែលស្រុកទេសកំពុងមានសង្គ្រាមបែបនេះប្រជាពលរដ្ឋដទៃទៀតត្រូវការធនធានដើម្បីជម្លៀសខ្លួនខណៈការបង្កើតកម្មវិធីធំៗក៏អាចនឹងធ្វើឲ្យស្ទះផ្លូវធ្វើដំណើរផងដែរចំពោះការធ្វើពហិការរបស់ពលរដ្ឋខ្មែរលើទំនិញថៃលោកយល់ឃើញថាវិធីនេះក៏ជាការប្រឆាំងដោយអហិង្សានិងការបណ្ដុះនៅស្មារតីមនសិការជាតិ វាជាសិទ្ធិស្វ័យសម្រេចនិងជាសិទ្ធិជ្រើសរើសរបស់ប្រជាពលរដ្ឋខ្មែរកាលណាបើគាត់លើកកម្ពស់បែបនេះធ្វើឲ្យថវិការបស់ពួកគាត់ហ្នឹងវានៅក្នុងប្រទេសវាអត់ចេញទៅក្រៅប្រទេសអញ្ចឹងជាការរួមចំណែកក្នុងការជួយជាតិខ្មែរនៅពេលនេះ ទោះយ៉ាងណាក៏ដោយចុះពលរដ្ឋដែលរស់នៅតំបន់ព្រំដែនស្នើសុំឲ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់មានសុវត្ថិភាពកាត់បន្ថយការបង្កើតកម្មវិធីផឹកស៊ីសប្បាយហើយងាកមករួបរวมគ្នាធ្វើយ៉ាងណាដើម្បីជួយជាកម្លាំងដល់ទាហានខ្មែរដែលនៅជួរមុខនិងប្រជាពលរដ្ឋភៀសសឹកដែលបានកើនឡើងជាបន្តបន្ទាប់រហូតដល់រាប់ម៉ឺននាក់ខ្ញុំបាទសេកបណ្ឌិតទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោន បាទលោកអ្នកនាងជាទីមេត្រីតកតងទៅនឹងសង្គ្រាមដែលថៃឈ្លានពានទៅលើកម្ពុជានេះដែរខាងក្រសួងការពារជាតិកម្ពុជាបានច្រានចោលព័ត៌មានចោលប្រកាន់របស់ភាគីថៃដែលថាកម្ពុជាបានបង្ខំឲ្យប្រជាពលរដ្ឋថៃមិនឲ្យចាកចេញពីកម្ពុជាអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រីម៉ាលីសុជាតាថ្លែងនៅព្រឹកថ្ងៃទី15ខែធ្នូនេះថាក្រសួងការពារជាតិបានសង្កេតឃើញបណ្ដាញសារព័ត៌មាននិងប្រភពផ្លូវការរបស់ភាគីថៃបានផ្សព្វផ្សាយចោលប្រកាន់មកលើកម្ពុជាថាបានផ្អាកដំណើរការធ្វើដំណើរឆ្លងកាត់ព្រំដែនដើម្បីឃាត់ឬមួយក៏បង្ខាំងប្រជាពលរដ្ឋថៃនិងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរឬមួយក៏បំពានច្បាប់និងអនុសញ្ញាអន្តរជាតិអ្នកស្រីបញ្ជាក់ថាក្រសួងបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយនៅព័ត៌មានคล้ายៗនិងបំភ្លៃខុសការពិតរបស់ភាគីថៃនេះបន្ថែមពីលើនេះប្រធានព្រឹទ្ធសភាកម្ពុជាគឺលោកហ៊ុនសែនក៏បានបញ្ជាក់ឡើងវិញកាលពីរសៀលថ្ងៃទី14ខែធ្នូដោយលោកអះអាងថាវិធានការបិទចរាចរណ៍ផ្លូវគោកគឺដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋថៃខណៈដែលយោធាកម្ពុជាដោយមិនរើសគោលដៅលើតំបន់ជនស៊ីវិលនោះលោកហ៊ុនសែនបន្តថាប្រជាពលរដ្ឋថៃអាចចាកចេញពីកម្ពុជាវិញបានដោយសេរីតាមច្រកព្រំដែនប្រទេសផ្សេងឬមួយក៏ធ្វើដំណើរតាមយន្តហោះចាកចេញពីប្រទេសកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិនៅខេត្តសៀមរាបហើយនិងនៅភ្នំពេញក្រសួងការពារជាតិកម្ពុជាអះអាងថាភាគីថៃតែងតែផ្សាយបំភាន់ការពិតទៅកាន់អន្តរជាតិនិងបង្កើតព័ត៌មានคล้ายៗគ្រប់រូបភាពចោតប្រកាន់ទៅលើភាគីកម្ពុជាដើម្បីបានលេះប្រាអាវុធវាយប្រហារឈ្លានពានកម្ពុជាកាន់តែខ្លាំងបាទនេះគឺជាថ្ងៃទី9ហើយដែលកងទ័ពថៃបានឈ្លានពានលើកម្ពុជាទាំងតាមជើងគោកនិងជើងទឹកហើយក៏មានជើងអាកាសផងដែរហើយព្រមទាំងបានវាយកំទេចទៅលើទីតាំងប្រជាពលរដ្ឋស៊ីវិលរស់នៅនឹងទីប្រជុំជនជាច្រើនកន្លែងនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាគិតត្រឹមថ្ងៃទី15ខែធ្នូនេះប្រជាពលរដ្ឋភៀសសឹកបានកើនឡើងចំនួនជិត4សែននាក់ស្មើនឹងជាង 110,000 គ្រួសារហើយមានជនស៊ីវិលចំនួន11នាក់បានស្លាប់នៅក្នុងនោះមានទារកម្នាក់ផងដែរនិងអ្នករងរបួសមានចំនួន59នាក់ដោយសារតែការបាញ់ផ្លោងរបស់កងទ័ពថៃ
បាទលោកអ្នកនាងជាទីមេត្រីតកតងទៅនឹងសភាពការក្តៅគគុករវាងកម្ពុជានិងថៃនេះដែរយើងឃើញថាសង្គ្រាមកម្ពុជាថៃនេះមិនត្រឹមតែធ្វើឲ្យខ្ទេចខ្ទាំទ្រព្យសម្បត្តិរួមមានផ្ទះសម្បែងសាលារៀនស្ពានថ្នល់អគារមន្ទីរពេទ្យហើយនិងកាស៊ីណូព្រមទាំងបណ្ដាលឲ្យជនស៊ីវិលនិងយោធាស្លាប់ប៉ុណ្ណោះទេក៏ប៉ុន្តែសង្គ្រាមនេះក៏នឹងធ្វើឲ្យអន្តរាយទៅដល់សេដ្ឋកិច្ចជាតិផងដែរបាទប្រសិនបើសង្គ្រាមនៅតែបន្តអូសបន្លាយថាតើនឹងធ្វើឲ្យមានផលប៉ះពាល់បែបណាទៅដល់សេដ្ឋកិច្ចជាតិកម្ពុជានោះហើយថាតើប្រជាពលរដ្ឋកម្ពុជាដែលកំពុងតែពើប្រទះទៅនឹងសង្គ្រាមបែបនេះថាតើពួកគាត់ត្រូវរៀបចំខ្លួនបែបណានោះបាទនៅក្នុងនេតិវេទិកាអ្នកស្ដាប់វិទ្យុទូរទស្សន៍អាស៊ីសេរីនៅយប់ថ្ងៃអង្គារទី16ខែធ្នូស្អែកនេះយើងនឹងមានអ្នកជំនាញសេដ្ឋកិច្ចគឺលោកបណ្ឌិតសុកហាជដែលលោកជាសមាជិកព្រឹទ្ធសភាផងដែរនោះមកចូលខ្លួនឆ្លើយបំភ្លឺទៅនឹងបញ្ហាទាំងអស់នេះហើយនឹងសម្របសម្រួលដល់លោកជុនច័ន្ទបុត្របាទដូច្នេះសូមលោកអ្នកនាងរងចាំស្ដាប់និងទស្សនានៅកម្មវិធីពិភាក្សានេះនៅក្នុងកម្មវិធីផ្សាយរបស់យើងនៅយប់ថ្ងៃអង្គារស្អែកនេះបាទសូមអរគុណលោកអ្នកនាងកញ្ញាជាទីមេត្រីជាមួយនឹងការចាប់ផ្ដើមផ្សាយទូរទស្សន៍អាស៊ីសេរីនេះយើងខ្ញុំសូមអរគុណចំពោះភក្ដីភាពនិងការជឿជាក់របស់លោកអ្នកនាងលើសារព័ត៌មានឯករាជ្យសម្រាប់ប្រជាជនកម្ពុជាយើងនឹងរួមដំណើរជាមួយគ្នាក្នុងបេសកកម្មផ្ដល់និងទទួលព័ត៌មានពិតសូមអញ្ជើញលោកអ្នកនាងកញ្ញាចូលទៅចុច follow នៅលើ Facebook ដែលមានអាសយដ្ឋាន www.facebook.com/tfa ខ្មែរនិង Subscribe លើ YouTube ដែលមានអាសយដ្ឋាន www.youtube.com/@tfa ខ្មែរចាសសូមអរគុណបាទលោកអ្នកនាងជាទីមេត្រីតកតងទៅនឹងស្ថានភាពនយោបាយនៅក្នុងស្រុកឯណោះវិញយើងឃើញថានៅក្នុងពេលដែលកម្ពុជាកំពុងតែរងការឈ្លានពានពីសំណាក់ប្រទេសថៃនេះក្រុមអ្នកឃ្លាំមើលនិងប្រជាពលរដ្ឋបានជំរុញឲ្យរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតដោះលែងអ្នកទោសមនសិការដើម្បីការផ្សះផ្សាជាតិនិងបង្រួបបង្រួមជាតិដើម្បីប្រមូលកម្លាំងតទល់ទៅនឹងការឈ្លានពានពីសំណាក់បរទេសបាទយើងប្រកុលនីតិនេះជូនកញ្ញាអ្នកស្រីខាន់លក្ខណារាយការណ៍ជូនលោកអ្នកនាងដូចតទៅលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានសម្ដែងនៅមោទនភាពដែលបានឃើញនៅកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីខ្មែរក្នុងកលៈទេសៈដែលប្រទេសកម្ពុជាកំពុងជួបប្រទះនឹងការលំបាកដោយសារតែការឈ្លានពានពីប្រទេសជិតខាងខណៈលោកហ៊ុនម៉ាណែតបង្ហាញនៅមោទនភាពបែបនេះតុលាការក្រោមឥទ្ធិពលនៃរដ្ឋាភិបាលរបស់លោកកំពុងបន្តឃុំឃាំងអ្នកទោសនយោបាយនិងអ្នកទោសមនសិការជិត100នាក់ដែលធ្វើការដើម្បីការពារធនធានធម្មជាតិយុត្តិធម៌សង្គមនិងទឹកដីកម្ពុជាទោះជាយ៉ាងណាអ្នកច្បាប់និងអ្នកវិភាគឯករាជ្យលោកវ៉ាន់ចាន់ឡូតបានសរសេរនៅលើ Facebook របស់លោកថាពលរដ្ឋខ្មែរគ្រប់ទិសទីបានដាក់ចុះនិន្នាការនយោបាយហើយនៅឡើយមេដឹកនាំកម្ពុជាបង្ហាញជាសកម្មភាពជាក់ស្ដែងវិញម្ដងតាមរយៈការដោះលែងអ្នកទោសនយោបាយនិងលើកលែងការចាត់ប្រកាន់ទាំងអស់រីឯអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នែកគំនិតនិងការស្រាវជ្រាវលោកបណ្ឌិតសេចក្ដីជាតិបានលើកឡើងថាប្រជាពលរដ្ឋខ្មែររួបរวมគ្នាហើយនៅឡើយតែអ្នកនយោបាយខ្មែរប៉ុណ្ណោះដែលមិនទាន់អាចបង្រួបបង្រួមជាតិបានលោកបណ្ឌិតសេចក្ដីជាតិប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី15ខែធ្នូថាប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានបង្កើតវប្បធម៌រួបរวมជាតិនិងធ្វើជាគំរូដល់អ្នកនយោបាយរួចហើយដូច្នេះអ្នកនយោបាយគ្រប់និន្នាការទាំងអស់គួររៀនសូត្រនិងធ្វើតាមរាជខ្មែរដើម្បីឲ្យខ្មែររឹងមាំនិងអាចរួមដៃគ្នាតស៊ូប្រឆាំងបរទេសឈ្លានពានមកលើកម្ពុជាមករៀបចំនៅវប្បធម៌បង្រួបបង្រួមផ្សះផ្សាជាតិមួយដោយឈរទៅលើគោលការណ៍ជាតិជាធំរដ្ឋហើយនឹងរាជហើយនឹងសង្គមផងយើងជាធំនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងពួកបរទេសឈ្លានពានទើបជាវិធីសាស្ត្រល្អទូរទស្សន៍អាស៊ីសេរីមិនអាចសុំការអធិប្បាយពីប្រធានអង្គភិបអ្នកនាំពាក្យរដ្ឋាភិបាលលោកប៉ែនប៊ូណាបានទេនៅថ្ងៃទី15ខែធ្នូនេះចំណែកប្រធានស្ថាប័នរៀបចំដីធ្លីនិងជួយពលរដ្ឋក្រីក្រនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារលោកសៅរ៉ាស៊ីស្នើឲ្យលោកហ៊ុនសែនទម្លាក់ចោលអស្មិម្នាក់បុគ្គលហើយងាកមកសម្រុះសម្រួលជាមួយខ្មែរអ្នកប្រជាធិបតេយ្យទាំងក្នុងនិងក្រៅប្រទេសលោកប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី15ខែធ្នូថាតើតែខ្មែររួមកម្លាំងគ្នាទើបអាចតតាំងនឹងការឈ្លានពានរបស់បរទេសបានហើយបើមិនដូច្នោះទេ
បរទេសឈ្លានពានមើលងាយខ្មែរនិងវាយខ្មែរមិនញញើតដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរវេទនាប្រទេសជាតិខាតបង់ច្រើន ចឹងអំពាវនាវឲ្យរដ្ឋាភិបាលហ៊ុនសែនត្រឡប់មកវិញគិតបាក់មកចង្ហៀនថយក្រោយដើម្បីពីផលប្រយោជន៍ជាតិយើងត្រូវតែរួមកម្លាំងសាមគ្គីគ្នាជាពិសេសទៅទៀតគឺសូមឲ្យរដ្ឋាភិបាលលោកហ៊ុនសែនយកគោលការណ៍អន្តរជាតិយកមកប្រើគឺវិធានការអន្តរជាតិនេះហើយជាពិសេសគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីសដើម្បីជាអាវុធដ៏មុតស្រួចការពារទឹកដីកម្ពុជាក៏ដោយការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ អង្គការលីកាដូឲ្យដឹងថារយៈពេលតែ5ថ្ងៃក្នុងសប្តាហ៍នេះតុលាការនឹងបើកសវនកម្មនិងប្រកាសសារក្រមលើសំណុំរឿងចំនួន5ផ្សេងគ្នាដូចជាករណីសកម្មជនសង្គមសហជីពពលរដ្ឋនិងរឿងក្តីក្តាំប្រធានគណៈបក្សសង្គ្រោះជាតិលោកកឹមសុខានៅថ្ងៃទី15ខែធ្នូមានសវនកម្មសាលាធរភ្នំពេញលើសំណុំរឿងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកញ្ញាផឹងសុភាលោកសានសិតនិងលោកស្រុនស្រនពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមរីឯនៅថ្ងៃទី17ខែធ្នូក៏នឹងមានសវនកម្មតុលាការកំពូលលើសំណុំរឿងសហជីពលោកមុំរទ្ធីពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតនិងបទធ្វើឲ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការចំណែកនៅថ្ងៃទី18ខែធ្នូមានសវនកម្មនៅសាលាឧទ្ធរភ្នំពេញលើសំណុំរឿងលោកកឹមសុខាពីបទក្បត់ជាតិនិងបទសន្តិទិភាពជាមួយបរទេសនៅថ្ងៃទី19ខែធ្នូស្លាដំបងរាជធានីភ្នំពេញប្រកាសសារក្រមលើសកម្មជននយោបាយលោកខុនថងឌីពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមថ្ងៃទី19ខែធ្នូដដែលនោះស្លាដំបងរាជធានីភ្នំពេញប្រកាសសារក្រមលើអ្នកប្រើប្រាស់បណ្ដាញសង្គមលោកកុលគឹមពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងបទប្រមាថពលរដ្ឋលោកឆៃវិតប្រាប់ទូរទស្សន៍អាស៊ីសេរីថាប្រជាពលរដ្ឋទូទៅមានការឈឺចាប់ហើយនៅតែឆ្ងល់ថាហេតុអ្វីបានជាមេដឹកនាំប្រទេសមិនព្រមដោះលែងអ្នកទោសមនសិការនិងអ្នកទោសនយោបាយហើយចាប់ដៃគ្នាជាមួយអ្នកនយោបាយប្រឆាំងនិងអ្នកនយោបាយក្រៅប្រទេសខណៈប្រទេសជាតិត្រូវបរទេសឈ្លានពានលោកថាវិបត្តិជាតិធំណាស់ពីព្រោះបន្ថែមលើការឈ្លានពានរបស់បរទេសបញ្ហាសេដ្ឋកិច្ចការងារពលរដ្ឋបំណុលវ័នកនិងភាពក្រីក្រសុទ្ធតែជាបញ្ហាប្រឈមដែលត្រូវដោះស្រាយជាបន្ទាន់មេដឹកនាំខ្មែរគូតែផ្សះផ្សាគ្នាដោយចាប់ផ្ដើមដោះលែងអ្នកទោសនយោបាយទាំងអស់ទាំងលោកប្រធានគឹមសុខាដែលអតីតប្រធានគណៈបក្សសង្គ្រោះជាតិនឹងហើយអ្នកទោសនយោបាយជាច្រើនរូបទៀតដែលកំពុងជាប់ពន្ធនាគារទាំងអយុធធម៌ម្យ៉ាងវិញទៀតគូតែបន្ទន់អេយ៉ាបតបង្ហាញទៅអន្តរជាតិទៅហើយមានការបង្រួបបង្រួមឲ្យអ្នកនៅក្រៅប្រទេសដែលពួកគាត់កំពុងតែឈឺឆ្អាលរឿងប្រទេសជាតិចង់ជួយជាតិនឹងឲ្យពួកគាត់វិលចូលស្រុកមកចូលស្រុកវិញមកហើយចាប់ដៃគ្នាទៅរួបរวมគ្នាទៅកសាងប្រទេសជាតិទប់ទល់នឹងការឈ្លានពានរបស់ស៊ីមនៅពេលនេះចំណែកពលរដ្ឋម្នាក់ទៀតគឺលោកមិនពៅលើកឡើងនៅថ្ងៃទី15ខែធ្នូថាក្នុងស្ថានភាពប្រទេសជាតិវឹកវរបែបនេះរដ្ឋាភិបាលគួរតែដោះលែងអ្នកជាប់ឃុំដោយសារការបញ្ចេញមតិយោបល់រួមទាំងអ្នកទោសនយោបាយនិងយុវជនបរិស្ថានជាដើមពីព្រោះពួកគាត់បារម្ភពីបញ្ហាជាតិកន្លងមកទើបពួកគាត់ហ៊ានធ្វើសកម្មភាពទាំងដឹងថាប្រឈមលោកថាពួកគាត់ជាមនុស្សមានសមត្ថភាពអាចជួយការងារច្រើនថែមទៀតដល់សង្គមលោកមិនបើថាថៃមិនយល់ពីខ្មែរទៅហើយចំណែកខ្មែរគ្នាឯងគួរណាស់តែយល់គ្នាខ្ញុំខណ្ឌលក្ខណាទូរទស្សន៍អាស៊ីសេរីបាទលោកនាងជាទីមេត្រីតកតងទៅនឹងសង្គ្រាមរវាងកម្ពុជានិងថៃនេះដែរយើងឃើញថាមេបញ្ជាការកងទ័ពភូមិភាគទី2របស់ថៃបានចេញបញ្ជាឲ្យគ្រប់គ្រងការនាំចេញប្រេងឥន្ធនៈឧបករណ៍ដែលអាចប្រើប្រាស់នៅក្នុងសង្គ្រាមនិងគ្រាប់រំសេវតាមច្រកព្រំដែនថៃឡាវនិងច្រកឆងមឹងចាប់ពីម៉ោង 12 រំលងអាធ្រាត្រថ្ងៃទី14ខែធ្នូតទៅបាទយោធាថៃអះអាងថាការរឹតបន្តឹងការនាំចេញឥន្ធនៈតាមផ្លូវគោកនេះគឺដើម្បីទប់ស្កាត់ការលួចរត់ពន្ធបន្តចូលទៅកម្ពុជាដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូននៅក្នុងប្រទេសឡាវក៏ប៉ុន្តែនៅព្រឹកថ្ងៃទី15ខែធ្នូនៅច្រកព្រំដែនឆងមឹងមានរថយន្តដឹកប្រេងឥន្ធនៈចំនួនជិត100គ្រឿងដែលដឹកប្រេងប្រហែលជាជិត400លីត្របានឈប់នៅពីមុខរោងទ្វារបាទសំទោសបានឈប់នៅពីមុខច្រកទ្វារបន្តកន្ទុយគ្នាដើម្បីស្នើសុំការនាំចេញ
បាទកាលពីថ្ងៃទី14ខែធ្នូយោធាថៃបានចេញបញ្ជាបន្ទាន់មួយឲ្យបិទឈូងសមុទ្រថៃដើម្បីស្ទាក់ចាប់ការដឹកជញ្ជូនប្រេងនិងសម្ភារៈយោធាចូលកម្ពុជាជុំវិញកំពង់ផែកម្ពុជាថាជាតំបន់មានហានិភ័យខ្ពស់បាទក្រៅពីរដ្ឋបន្តឹងការនាំចេញឥន្ធនៈយោធាថៃគ្រងនឹងបិទការនាំចេញថ្នាំពេទ្យនិងគ្រឿងបរិភោគមួយចំនួនទៀតដែលពួកគេសង្ស័យថារបស់ទាំងអស់នោះអាចនឹងត្រូវក្រុមឈ្មួញនាំចេញបន្តទៅកាន់កម្ពុជាហើយរបស់ទាំងនេះនឹងត្រូវបានផ្ដល់ឲ្យក្រុមទាហានខ្មែរបាទលោកអ្នកនាងជាទីមេត្រីតាក់ទងទៅនឹងបញ្ហាសង្គ្រាមថៃឈ្លានពានលើកម្ពុជានេះដែរនៅពេលបន្តិចទៀតនេះលោកថាថៃឬមួយក៏លោកថាកាត់ឆានឹងចូលខ្លួនមុខបកស្រាយហើយនឹងជម្រាបជូនលោកអ្នកនាងបន្ថែមទៀតអំពីបច្ចុប្បន្នភាពនៃសង្គ្រាមនៅថ្ងៃទី9នេះបាទសូមលោកអ្នកនាងរងចាំស្ដាប់និងទស្សនាការបកស្រាយផ្ទាល់របស់លោកថាថៃនាពេលបន្តិចទៀតនេះបាទសូមអរគុណបាទលោកអ្នកនាងជាទីមេត្រីយើងងាកពីបញ្ហាព្រំដែនរវាងកម្ពុជានិងថៃយើងងាកមកចាប់អារម្មណ៍មួយទៀតតាក់ទងទៅនឹងរឿងទំនាក់ទំនងកម្ពុជាវៀតណាមវិញម្ដងរដ្ឋាភិបាលកម្ពុជានិងវៀតណាមបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការនិងពង្រឹងទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរនៅក្នុងពេលដែលយោធាកម្ពុជានិងថៃកំពុងតែប្រយុទ្ធគ្នាក្តៅគគុកអស់រយៈពេល9ថ្ងៃមកហើយនោះបាទសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី11ខែធ្នូស្តីពីលទ្ធផលកិច្ចប្រជុំលើកទី21របស់គណៈកម្មការចម្រុះកម្ពុជាវៀតណាមនៅខេត្តសៀមរាបកាលពីថ្ងៃទី8 9ធ្នូដោយមានរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគឺលោកប្រាក់សុខុននិងរដ្ឋមន្ត្រីការបរទេសវៀតណាមលោកលេហួយជុងជាសហប្រធានដឹកនាំបានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនោះរដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរក្សាយន្តការសន្ទនាគោលនយោបាយការពារជាតិនិងឯកភាពអនុវត្តលិខិតទុបករនានានៃសហប្រតិបត្តិការដែលមានស្រាប់ឲ្យមានប្រសិទ្ធភាពរួមមានពិធីសារស្ដីពីកិច្ចសហប្រតិបត្តិការស្ដីពីវិស័យការពារជាតិនិងអនុសារណៈយោគយល់គ្នាស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្សនិងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនបាទភាគីទាំងពីរក៏បានបដិញ្ញាចិត្តពង្រឹងការបណ្ដុះបណ្ដាលកងទ័ពរយៈពេលខ្លីនិងរយៈពេលវែងឲ្យកាន់តែស៊ីជម្រៅដើម្បីបំពេញសេចក្តីត្រូវការលើវិស័យការពារជាតិដែលកំពុងតែមានការវិវត្តនេះបាទពាក់ព័ន្ធទៅនឹងកិច្ចការព្រំដែនវិញកម្ពុជានិងវៀតណាមបានបដិញ្ញាចិត្តមុតមមនៅក្នុងការពន្លឿនការងារខណ្ឌសីមានិងបបបង្គោលព្រំដែនដែលនៅសេសសល់ព្រមទាំងបានបញ្ជាក់សារជាថ្មីទៀតនៅការបដិញ្ញាចិត្តរួមគ្នានៅក្នុងការកសាងព្រំដែនសន្តិភាពមិត្តភាពនិងការអភិវឌ្ឍបាទនៅក្នុងពេលកម្ពុជាហាក់មានទំនាក់ទំនងល្អជាមួយប្រទេសវៀតណាមនៅព្រំដែនខាងកើតចំណែកនៅព្រំដែនខាងលិចឯណោះវិញកងទ័ពកម្ពុជាកំពុងប្រយុទ្ធស្វិតស្វាញនៅក្នុងសង្គ្រាមវាយប្រហារដែលយោធាថៃឈ្លានពានលើកម្ពុជានោះបាទនៅក្នុងចំនួនរវាងកម្ពុជាថៃនេះប្រទេសវៀតណាមបានត្រឹមតែអំពាវនាវឲ្យភាគីទាំងពីរអត់ធ្មត់និងដោះស្រាយចំនួនដោយសន្តិវិធីទោះបីជាយ៉ាងណានៅក្រោយពីចូលរួមកិច្ចប្រជុំនៅកម្ពុជារដ្ឋមន្ត្រីការបរទេសវៀតណាមលោកលេហួយជុងក៏បានធ្វើដំណើរទៅកាន់ប្រទេសថៃដែរដែលលោកបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាស័កភួងកេតកែវនៅថ្ងៃទី14ខែធ្នូនេះបើយោងទៅតាមការផ្សព្វផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam Plus បាទសូមអរគុណបាទលោកអ្នកនាងបាទលោកអ្នកនាងជាទីមេត្រីដោយខ្ញុំបានជម្រាបជូនលោកអ្នកនាងពីខាងដើមហើយថានៅក្នុងកម្មវិធីផ្សាយរបស់យើងនៅយប់នេះដែរគឺដោយសពម្ដងលោកថាថៃឬមួយក៏លោកថាកាត់ឆានឹងចូលខ្លួនមុខបកស្រាយលម្អិតអំពីស្ថានភាពសង្គ្រាមដែលកម្ពុជាកំពុងតែពើប្រទះដោយសារតែការឈ្លានពានពីសំណាក់យោធាថៃនេះនៅពេលនេះយើងបានភ្ជាប់ទៅកាន់លោកថាថៃរួចហើយដូច្នេះខ្ញុំបានសូមជម្រាបសួរលោកថាថៃបាទជម្រាបសួរតារាបាទនិងជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ផងបាទបាទថៃថ្ងៃនេះរៀងងឹតសពជាងសពដងបាទរៀងខ្សោយភ្លើងបន្តិចបាទថ្ងៃនេះសុំទោសតារាដោយសារនៅថ្ងៃនេះបញ្ហាបច្ចេកទេសកុំព្យូទ័ររបស់ខ្ញុំនឹងមានបញ្ហាខូចហើយដោយឡែកខ្ញុំប្រើតាមទូរស័ព្ទបាទដូច្នេះបាទខ្សោយពន្លឺបន្តិចបាទ
បាទខ្សោយពលឹមអីទេយើងផ្ដោតទៅលើខ្លឹមសារហ្នឹងអាចល្អជាងហើយក៏អរគុណថៃដែរតាមពិតថៃថ្ងៃនេះរវល់ពេញមួយថ្ងៃហើយកូនឈឺទៀតប៉ុន្តែថៃនៅតែព្យាយាមប្រមូលព័ត៌មានដើម្បីមកជម្រាបជូនលោកអ្នកនាងនេះគឺជាការខិតខំប្រឹងប្រែងមែនទែនហើយយើងអរគុណថៃច្រើនហើយខ្ញុំនឹងដោយលោកជុនច័ន្ទបុតដែរខ្ញុំនឹងមិនហៅថៃទេពីព្រោះអីកុំឲ្យច្រឡំថៃកម្ពុជាខ្ញុំសូមហៅថៃនៅឈ្មោះដែលលោកធ្លាប់ប្រើពីមុនកាលនៅប្រូនៅភ្នំពេញគឺលោកថាកាត់ចាបាទដូច្នេះហ្នឹងហើយអញ្ចឹងឥឡូវនេះល្បីឈ្មោះនេះទៀតតារាល្បីឈ្មោះលោកតលោកខ្ញុំវត្តហៅឥឡូវពេលខ្ញុំចេញក្រៅឥឡូវគេហៅខ្ញុំលោកតវិញឥឡូវហ្នឹងហើយអ្វីក៏ដោយឲ្យទៅចេញពីមាត់លោកជុនច័ន្ទបុតទៅគឺថាល្បីពេញពិភពលោកនឹងឯងថៃនេះជាការពិតហ្នឹងហើយអរគុណថៃអរគុណលោកកាត់ចាឥឡូវនេះយើងដឹងហើយថានៅថ្ងៃនេះគឺជាថ្ងៃទី9ហើយដែលថៃនឹងបានយោធាថៃបានបើកការវាយប្រហារលើកម្ពុជាអ្វីដែលយើងមានការកត់សម្គាល់ខ្លាំងមែនទែននោះលោកកាត់ចាគឺថាយោធាថៃនឹងបានបើកការវាយប្រហារកាន់តែជ្រៅចូលទៅដីកម្ពុជាហើយសមរភូមិប្រយុទ្ធនឹងគឺថាយោធាថៃបានពង្រីកកាន់តែធំបើយើងមើលទៅគឺចាប់តាំងពីខេត្តព្រះវិហាររហូតមកជួរកវត្តព្រំដែនឧត្តរមានជ័យប្រទីមានជ័យពោធិ៍សាត់បាត់ដំបងកោះកុងធ្លាយទៅដល់ខាងខេត្តពោធិ៍សាត់ហ្នឹងហើយធ្លាយទៅដល់កោះកុងដល់សមុទ្រឲ្យទៀតឥឡូវហ្នឹងណាហើយអ្វីដែលកាន់តែធ្ងន់ធ្ងរជាងនឹងទៀតនោះគឺថ្ងៃនេះហោះចូលជ្រៅមែនទែនមកដល់ស្រុកស្រីស្នំខេត្តសៀមរាបដូច្នេះអ្វីដែលថៃមានដូចថាព័ត៌មានលម្អិតអ្វីខ្លះចង់ជម្រាបជូនលោកអ្នកនាងនៅក្នុងសង្គ្រាមថ្ងៃទី9នេះយ៉ាងណាដែរបាទសូមអញ្ជើញលោកថាកាត់ចាបាទអរគុណច្រើនតារាសង្គ្រាមខ្មែរថៃនេះគឺថាភ្លើងសង្គ្រាមនេះនៅតែបន្តឆាបឆេះសន្ធោសន្ធៅហើយយើងឃើញហើយយោធាថៃបើទោះបីជាមេដឹកនាំថៃបានជួបជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនិងជាមួយនឹងប្រធានអាស៊ានបដូវវេនលោកអាន់វ៉ាអ៊ីប្រាហ៊ីមហើយដែលមេដឹកនាំសហរដ្ឋអាមេរិកបានជំរុញឲ្យកម្ពុជាថៃវិលទៅរកកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាក៏ដោយហើយមេដឹកនាំថៃបានសន្យាចំពោះមុខលោកបានសន្យាជាមួយលោកដូណាល់ត្រាំក៏ដោយក៏ប៉ុន្តែមកទល់ពេលនេះសង្គ្រាមនេះមិនថមថយហើយនៅតែបន្តឆាប់ឆេះសន្ធោសន្ធៅហើយកាន់តែពង្រីកធំថែមទៀតបាទយោធាថៃមកដល់ពេលនេះនៅតែបន្តប្រើអាវុធធនធ្ងន់គ្រប់ប្រភេទបាទមានតាំងពីគ្រាប់បែកចង្កោមផ្សែងពុលរួមទាំងទម្លាក់គ្រាប់បែកតាមយន្តហោះចម្បាំង F16 ហើយនឹងប្រើរថយន្តរថពាសដែករថក្រោះឯជាដើមហ្នឹងនៅក្នុងការវាយលុករលចូលប្រទេសកម្ពុជានៅតាមតំបន់មួយចំនួននៅតាមជួរមុខតំបន់ជួរមុខមួយចំនួនហើយរួមទាំងបន្តទម្លាក់គ្រាប់ពីលើអាកាសនៅក្នុងប្រទេសកម្ពុជានឹងកាន់តែជ្រៅទៅបាទយើងឃើញតាំងពីថ្ងៃសៅរ៍មកដោយសារយើងថ្ងៃសៅរ៍យើងអត់បានផ្សាយប៉ុន្តែយើងឃើញតាំងពីថ្ងៃសៅរ៍មកដល់ថ្ងៃច័ន្ទនេះគឺថាយោធាថៃនៅបន្តវាយសន្ធប់មែនទែនជាពិសេសគឺនៅតំបន់ដូចជាថ្មដូនខាងខេត្តពោធិ៍សាត់ហើយនៅខេត្តមួយចំនួនទៀតដែលជាប់ព្រំដែនហ្នឹងលើកលែងតែខេត្តប៉ៃលិនដែលមិនទាន់មានការប៉ះទង្គិចដោយកម្លាំងប្រដាប់នេះប៉ុន្តែក្រៅពីនោះតាំងពីខេត្តព្រះវិហារបាត់ព្រះវិហារដល់មានជ័យប្រទីមានជ័យរួមទាំងខេត្តកោះកុងជាដើមហ្នឹងបាទពោធិ៍សាត់ហ្នឹងគឺថាមានការវាយប្រហារយោធាថៃបានបើកមុខក្នុងការវាយចូលឈ្លានពាននៅប្រទេសកម្ពុជាហ្នឹងបាទហើយនៅតំបន់ថ្មដូនតាំងពីថ្ងៃសៅរ៍មកហ្នឹងគឺថាយន្តហោះថៃនឹងទម្លាក់គ្រាប់ផ្ទូនរហូតដល់កំទេចអាគារសន្តាគារហើយជាពិសេសគឺកំទេចស្ពានជ័យជំនះឬក៏ហៅថាស្ពានមេទឹកដែលទម្លាក់ម្ដងខូចមិនទាន់ខូចទាំងស្រុងទេយន្តហោះរបស់យោធាថៃនឹងហោះមកទម្លាក់ម្ដងទៀតដើម្បីឲ្យខូចខាតទាំងស្រុងតែម្ដងនៅស្ពានមេទឹកហ្នឹងកាលពីថ្ងៃសៅរ៍ហើយបន្តមកទៀតគឺនៅមានការវាយទម្លាក់គ្រាប់ទាំងគ្រាប់បែកចង្កោមទាំងគ្រាប់បែកដោយយន្តហោះចម្បាំង F16 ហ្នឹងគឺថានៅភូមិព្រៃច័ន្ទជោគជ័យនិងភូមិបឹងតកូនហ្នឹងគឺថានៅធ្ងន់ធ្ងរមែនតើដូច្នេះនៅតំបន់នេះគឺថានៅតែមានការប្រទីងប្រទង់បើទោះបីជាមានការចុះផ្សាយកន្លងមកដោយសារព័ត៌មានរបស់ថៃថាខាងភាគីថៃបានចូលជើងក៏ដោយក៏ប៉ុន្តែយើងឃើញថាយោធាថៃនៅបន្តទម្លាក់គ្រាប់នៅទីនោះមានន័យថាកងទ័ពខ្មែរនៅតែបន្តប្រយុទ្ធតតាំងដើម្បីដណ្ដើមទីតាំងចូលជើងនៅភូមិជោគជ័យព្រៃច័ន្ទនិងបឹងតកូននឹងបាទក្រៅពីនោះនៅប្រាសាទតំនធំប្រាសាទតាកបីប្រាសាទខ្នា
រួមទាំងនៅតំបន់ភ្នំខ្មោចអូស្មាច់ចំការកស៊ូបោះស្បូវជាប់តែនឹងផ្ទះតាមុខហ្នឹងក៏មានការប្រយុទ្ធតានតឹងវាយសន្ធប់មែនទែនហើយយោធាថៃបានព្យាយាមប្រើប្រាស់រថក្រោះក្នុងការរុលចូលនៅពេលដែលបានប្រើប្រាស់យន្តហោះទម្លាក់ទៅលើគ្រាប់ពីលើអាកាសហើយមានការបាញ់ផ្សែងពុលហើយគឺថាមានការប្រើកងទ័ពថ្មជើងនឹងរុលចូលមកបន្តបន្ទាប់ដែរបាទក៏ប៉ុន្តែយ៉ាងណាក៏ដោយយើងឃើញថាមកទល់ពេលនេះមានទីតាំងមួយចំនួនទោះបីជាយោធាថៃបានរុលចូលមកមុខក៏ដោយក៏ប៉ុន្តែកងទ័ពកម្ពុជាបានវាយឲ្យកងទ័ពថៃដកតយទៅដូច្នេះមានន័យថាកងទ័ពកម្ពុជានៅឈរជើងការពារបានរឹងមាំនៅតំបន់មួយចំនួនបាទក្រៅពីនេះយើងឃើញយោធាថៃបានពង្រីកការវាយប្រហារនៅតំបន់ខេត្តកោះកុងតាមជើងទឹកផ្លោងគ្រាប់តាមជើងទឹកហ្នឹងពីចេញពីនាវារបស់យោធាថៃនឹងបាទជាបន្តបន្ទាប់ដែរបាទក្រៅពីនោះតារាបានឃើញហើយថាយោធាថៃក្រៅពីការប្រើប្រាស់វិធីចម្បាំងនឹងក៏មានការដាក់ចេញនៅវិធានការមួយចំនួនដែរដើម្បីរឹតបន្តឹងឬក៏ធ្វើទុកកម្ពុជានឹងដូចជាបញ្ជាឲ្យមានការគ្រប់គ្រងការនាំចេញប្រេងឥន្ធនៈនៅតាមនឹងឧបករណ៍មួយចំនួនរបស់របរមួយចំនួនដែលថៃចាត់ទុកថាជាការប្រើប្រាស់នៅក្នុងសង្គ្រាមហ្នឹងនឹងគ្រាប់រំសេវហ្នឹងនៅតាមច្រកព្រំដែនឡាវបាទដែលថៃថាកម្ពុជាហ្នឹងអាចនាំចូលទំនិញរបស់ថៃសម្ភារៈរបស់ថៃហ្នឹងតាមព្រំដែនឡាវដូច្នេះគេបញ្ជាឲ្យបិទទៀតហើយក្នុងហ្នឹងក៏មានការបញ្ជាឲ្យបិទឈូងសមុទ្រជាប់ប្រទេសថៃដែរដើម្បីស្ទាក់ចាប់ដឹកការដឹកជញ្ជូនប្រេងនិងសម្ភារៈយោធាចូលមកកម្ពុជាដែរដូច្នេះមានន័យថាថៃបានព្យាយាមផ្ដាច់សរសៃឈាមអ្វីដែលជួយផ្គត់ផ្គង់ជួយចិញ្ចឹមយោធាវិស័យយោធាកម្ពុជានឹងគឺបានកាត់ផ្ដាច់ចរន្តទាំងអស់ហ្នឹងបាទដូច្នេះមានន័យថាមកទល់ពេលនេះសង្គ្រាមឬក៏ការប្រយុទ្ធពីខាងភៀកគីថៃឈ្លានពានចូលកម្ពុជានឹងនៅតែបន្តឆាប់ឆេះសន្ធោសន្ធៅមិនទាន់មានការថមថយទេតារាបាទបាទថៃខ្ញុំលោកថាកាត់ចាខ្ញុំចាប់អារម្មណ៍ចំណុចនេះមួយដែលលោកមានប្រសាសន៍ថាភាគីថៃនឹងហាក់ដូចជាព្យាយាមកាត់ផ្ដាច់នៅការផ្គត់ផ្គង់ទាំងឡាយបើសូម្បីតែប្រេងឥន្ធនៈអីជាដើមហ្នឹងចំណុចនេះហាក់ដូចជាស្របទៅនឹងអ្វីដែលមេទាហានថៃធ្លាប់និយាយថាគេចង់វាយកម្ពុជានឹងឲ្យបាក់តែម្ដងឲ្យដូចថាគ្មានកម្លាំងអីតបតជាមួយគេវិញតែម្ដងហើយនៅក្នុងពេលជាមួយគ្នានឹងដែរយើងឃើញថាយន្តហោះចម្បាំង F16 ហ្នឹងដូចខ្ញុំបានជម្រាបជូនពីខាងដើមហើយថាមានការហោះចូលជ្រៅមែនទែនមកដល់ដែនដីខ្មែរគឺមកដល់រហូតមកដល់ស្រុកស្រីស្នំខេត្តសៀមរាបថៃអាចជម្រាបជូនចំណុចនេះលំអិតបន្តិចបានទេបាទនឹងឲ្យតារាមកដល់ពេលនេះគឺថាយន្តហោះចម្បាំងយោធាថៃកាន់តែបានចិត្តហើយហោះចូលមកជ្រៅក្នុងទឹកដីខ្មែរដើម្បីទម្លាក់គ្រាប់ជាបន្តបន្ទាប់បាទដូចជាថ្ងៃមិញនេះគឺយោធាថៃបានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់នៅភូមិសាស្ត្រស្ពានអូជីកនៃព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបនឹងបាទការទម្លាក់គ្រាប់នឹងខាងក្រសួងការពារជាតិបានអះអាងថាវានៅក្បែរទីតាំងជនភៀសសឹកខ្មែរយើងជាង 17,000 នាក់នៅដែលកំពុងរស់នៅជាជនភៀសសឹកនៅតំបន់នោះហើយនៅជិតសាលារៀនតែម្ដងហើយយើងឃើញនៅក្នុងរូបភាពវីដេអូនេះនៅពេលដែលទម្លាក់គ្រាប់នឹងមកគឺថាសិស្សសាលាដែលកំពុងរៀនសូត្រនឹងគាត់ក្មេងៗគាត់ភ័យមែនទែនហើយយើងមិនដឹងថាតើពួកគាត់ភ័យតក់ស្លុតរន្ធត់ប៉ុណ្ណាទេចំពោះការទម្លាក់គ្រាប់ពីយោធាថៃនេះដោយតារាដឹងហើយថាយន្តហោះចម្បាំង F16 នេះទម្លាក់គ្រាប់នឹងខ្លាំងណាស់ឥទ្ធិពលនឹងខ្លាំងមែនទែនផ្ទះអាគារថ្មមួយអាចរៀបដល់ដីហើយអាចបង្កើតជាអាងទឹកមួយបាទគ្រាប់នឹងបាទដូច្នេះធ្ងន់ធ្ងរមែនទែនហើយអបាយនឹងក៏ខ្ទាតច្រើនដែរដូច្នេះមានន័យថាយោធាថៃបានវាយបានទម្លាក់គ្រាប់នេះដោយមិនរឹសទីតាំងដោយមិនខ្វល់អំពីជនស៊ីវិលកម្ពុជាទីតាំងសាលារៀនហើយជាពិសេសនៅទម្លាក់ពីលើក្បាលជនភៀសសឹកខ្មែរដែលកំពុងរស់នៅទៀតបាទលើពីនេះទៀតយើងឃើញមានបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានអះអាងថានៅទីតាំងហ្នឹងនៅស្ពានអូជីកនេះគឺជាទីតាំងស្ពានបុរាណមួយដែលស្ពានឬក៏ហៅស្ពានមេតបប៉ុន្តែយើងមិនទាន់ឃើញខាងក្រសួងការពារជាតិឬក៏អាជ្ញាធរពាក់ព័ន្ធហ្នឹងបកស្រាយលម្អិតយ៉ាងណានៅឡើយទេគ្រាន់តែយើងថាបើសិនជាប៉ះពាល់ទៅដល់ស្ពានអូជីកឬក៏ស្ពានមេតបនេះគឺជារឿងមួយដែលគួរឲ្យសោកស្ដាយណាស់ព្រោះទីតាំងហ្នឹងគឺជាស្ពានបុរាណដែលវែងជាងគេមួយនៅក្នុងប្រទេសកម្ពុជាស្ពានហ្នឹងហើយដែលកសាងឡើងតាំងពីសម័យព្រះបាទជ័យវរ្ម័នទី7បើតាមឯកសារមួយចំនួនហើយបើសិនបើប៉ះពាល់ដល់ស្ពានបុរាណរបស់ខ្មែរនេះគឺជារឿងមួយដែលសោកស្ដាយប៉ុន្តែយើងមិនទាន់ឃើញមានការបកស្រាយនៅឡើយទេនេះគឺជាបញ្ហាមួយដែលខាងអ្នកនាំពាក្យ
ស្ថាប័នជាពិសេសអ្នកនាំពាក្យក្រសួងព័ត៌មានហ្នឹងមិនសូវជាបកស្រាយលម្អិតទៅលើផលប៉ះពាល់នឹងទេបាទឃើញនិយាយច្បល់ផ្ដល់ព័ត៌មានជូនដំណឹងខ្លីៗតាមពិតរឿងទាំងអស់នេះគួរតែបញ្ជាក់ពន្យល់ពលរដ្ឋហ្នឹងឲ្យបានអស់ចិត្តថាតើប៉ះពាល់យ៉ាងម៉េចបាទមិនគួរណាទម្លាក់ផ្ដល់ដំណឹងហ្នឹងខ្លីៗពេកបាទក្រៅពីនឹងទេគឺមានការទម្លាក់គ្រាប់នៅ2គ្រាប់ទៀត F16 នៅខាងភូមិប៉ោយសំរោងស្រុកពនិតព្រះឃុំពនិតព្រះស្រុកពនិតព្រះនៅខេត្តបន្ទាយមានជ័យបាទគឺចូលជ្រៅមែនទែនបើយើងមើលទៅបាទហើយការទម្លាក់គ្រាប់នៅថ្ងៃនេះគឺថាបើមែនទែនទៅមិនឆ្ងាយប្រហែលអំពីប្រាសាទអង្គរវត្តទេគឺហើយនៅតំបន់ទាំងអស់នេះគឺទីតាំងមួយចំនួនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាហើយព្រោះយើងដឹងហើយប្រាសាទអង្គរវត្តតំបន់អង្គរវត្តមានទាំងបរិវេណនឹងតាំងពីព្រៃព្រឹក្សាទាំងឡាយទាំងអស់ហ្នឹងគឺស្ថិតនៅក្រោមជាង400គីឡូម៉ែត្រត្រូវបានអង្គការ UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកជាកន្លែងការពារបាទប៉ុន្តែឃើញហើយការទម្លាក់នេះគឺថាប៉ះពាល់ទៅដល់ទីតាំងប្រវត្តិសាស្ត្រនិងជាកន្លែងទាក់ទាញភ្ញៀវទេសចររបស់កម្ពុជាជាទីកន្លែងសំខាន់របស់ប្រទេសកម្ពុជាមែនទែនបាទហើយការទម្លាក់គ្រាប់នេះយើងឃើញហើយកាលពីម្សិលមិញនេះកម្ពុជាទើបតែបានប្រពខួប33ឆ្នាំនៃការដាក់តំបន់ប្រាសាទអង្គរវត្តចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតហាក់ដូចជាថៃធ្វើនេះផ្កើនមែនទែនដូច្នេះការទម្លាក់គ្រាប់កាន់តែចូលជ្រៅទៅដូចជានៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងអីជាដើមអ្នកទីតាំងទាំងអស់នេះវាមិនមែនជាប់ព្រំដែនប្រទេសថៃហើយវាមិនមែនជាទីតាំងដែលជាការប្រយុទ្ធគ្នាជាកន្លែងដែលកម្ពុជាទ័ពកម្ពុជាឈរជើងប្រជាទ័ពទេដូច្នេះអ្វីដែលថៃកំពុងធ្វើនេះគឺជាបង្ហាញថាមិនមែនជាវិធីការពារខ្លួនទេវាគឺជាទង្វើនៃការឈ្លានពានតែម្ដងបាទប្រកាសណាស់លោកថាកចាមិនមែនជាការពារខ្លួនឬមួយក៏មិនមែនជាអីធម្មតាទៀតទេបើហោះមកដល់ស្រុកស្រីស្នំបើមកទម្លាក់គ្រាប់បែកនៅដល់ខេត្តពោធិ៍សាត់នៅលើស្ពានមេទឹកអីចឹងជាដើមនោះនេះគឺជាការឈ្លានពានប្រកាសណាស់ប៉ុន្តែចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ដែរហ្នឹងហើយប្រហែលជាថៃហើយនឹងលោកអ្នកនាងក៏សង្កេតឃើញអាហ្នឹងយើងហាក់ដូចជាចាញ់ប្រៀបគេខ្លាំងមែនទែនចាញ់ប្រៀបប្រទេសថៃខ្លាំងមែនទែននៅលើសមរភូមិផ្សព្វផ្សាយយើងឃើញថាភាគច្រើននៃព័ត៌មានវីដេអូខ្លីៗអីហ្នឹងក៏ដោយចុះគឺសុទ្ធសឹងតែចេញមកពីភាគីថៃឧបមាជាការទម្លាក់គ្រាប់នៅលើទីតាំងណាមួយចឹងទៅសុទ្ធសឹងតែចេញមកពីផ្កាយរណបឬមួយក៏ប្រព័ន្ធបច្ចេកវិទ្យាទំនើបរបស់យោធាថៃដែលផ្សាយបន្តដោយស្ថាប័នព័ត៌មានថៃដែលឡែកភាគីកម្ពុជាឯនេះវិញជាទូទៅយើងឃើញមានការធ្វើនៅសន្និសីទសារព័ត៌មានជាទៀងទាត់ជាអីចឹងមែនក៏ប៉ុន្តែចំពោះរូបភាពវីដេអូអីទាំងអស់ហ្នឹងហាក់ដូចជាមិនបានបញ្ចេញសោះចំណុចហ្នឹងយ៉ាងម៉េចទៅថៃមានលោកថាកច្ឆាមានលោកមានការចាប់អារម្មណ៍បែបណាវិញបាទជាការពិតតារាបាទគឺយើងនៅខ្វះខាតមែនទែននៅក្នុងការបង្ហាញភស្តុតាងបង្ហាញឯកសារទាំងអស់ហ្នឹងពាក់ព័ន្ធទៅនឹងសកម្មភាពនៃការឈ្លានពាននៃការខូចខាតហើយមែនទែនតាក់ទងទៅនឹងខាងកម្ពុជាហ្នឹងគឺអាវុធយុទ្ធភ័ណ្ឌហ្នឹងមែនទែនចាញ់ប្រៀបខាងភាគីថៃដូចជាយោធាថៃបានប្រើយន្តហោះចម្បាំងអីជាដើមហើយខាងភាគីកម្ពុជាមកទល់ពេលនេះនៅមិនទាន់មានបញ្ចេញអ្វីមួយដើម្បីទប់ទល់ទេដូច្នេះហើយបានជាយោធាថៃហ្នឹងកាន់តែបានចិត្តនៅក្នុងការបន្តទម្លាក់គ្រាប់ចូលក្នុងទឹកដីខ្មែរបាទតាមពិតកន្លងមកលោកហ៊ុនសែនលោកហ៊ុនម៉ាណែតបានប្រកាសដែរថាកម្ពុជានឹងមិនទោះបីជាមិនមានសមត្ថភាពទិញយន្តហោះក៏មានសមត្ថភាពទិញសព្វាវុធនៅក្នុងការទប់ស្កាត់ឬក៏បំផ្លាញយន្តហោះចម្បាំងដែរបាទក៏ប៉ុន្តែមកទល់ពេលនេះយើងនៅមិនទាន់ឃើញនៅឡើយទេមែនទែនមានការលើកឡើងមានការជំរុញដែរថាឲ្យរដ្ឋាភិបាលកម្ពុជាគួរតែបញ្ចេញអ្វីមួយអាវុធយុទ្ធភ័ណ្ឌណាមួយដើម្បីកំទេចយន្តហោះយោធាថៃដែរដើម្បីធ្វើឲ្យយោធាថៃហ្នឹងកុំឲ្យបានចិត្តពេកនេះមានការលើកឡើងប្រតិកម្មពីសាធារណជនមួយចំនួនដែរកន្លងមកតាមពិតគូមានការលើកឡើងដែរថាកំភ្លើងយន្តមួយចំនួនដែរគេមានកំភ្លើងប្រតិកម្មទៅលើយន្តហោះចម្បាំងនឹងដែរដើម្បីធ្វើឲ្យកុំឲ្យយន្តហោះចម្បាំងនឹងអាចទម្លាក់គ្រាប់នឹងបានជោគជ័យបាទពេលខ្លះអាចរាំងជាឧបសគ្គដែរបង្កជាឧបសគ្គដែរកុំឲ្យទម្លាក់ចំគោលដៅឬក៏ទីតាំងមួយចំនួនដែរបាទក៏ប៉ុន្តែយើងឃើញមកទល់ពេលនេះគឺថាយន្តហោះចម្បាំងរបស់យោធាថៃនឹងបានទម្លាក់គ្រាប់
តាមចិត្តទីតាំងណាក៏ដោយគឺថាទម្លាក់គ្រាប់តាមចិត្តហើយទាំងទីតាំងយោធាទាំងទីតាំងស៊ីវិលទាំងទីតាំងហ្នឹងគឺថាតាមចិត្តតែម្ដងហើយនៅពេលដែលទម្លាក់រួចខាងយោធាថៃហ្នឹងតែងតែបកស្រាយប្រាប់ពិភពលោកថាការពារខ្លួនថាកន្លែងហ្នឹងជាទីតាំងលាក់អាវុធជាទីតាំងយោធាកម្ពុជាអីជាដើមបាទដូច្នេះមិនឃើញមានការប្រតិកម្មតបតដោយអាវុធដើម្បីទប់ស្កាត់យន្តហោះចម្បាំងនេះនៅទេហើយខាងភាគីកម្ពុជាដែលរងគ្រោះវិញក៏មិនបានបកស្រាយប្រាប់ពិភពលោកដែរឲ្យបានលម្អិតទាំងភ័ស្តុតាងទាំងផលប៉ះពាល់ហ្នឹងយើងឃើញប្រាប់ច្បល់តិចតួចណាស់ប្រាប់ហ្នឹងបាទផ្ដល់ព័ត៌មានហ្នឹងមិនឃើញមានការធ្វើបទបង្ហាញតាមពិតមានការរិះគន់ច្រើនណាស់ខាងក្រសួងហ្នឹងគួរតែធ្វើបទបង្ហាញប្រចាំងជាស្លាយយើងឃើញខាងក្រសួងការពារជាតិថៃវិញតារាគឺក្រសួងអ្នកជំនាញរបស់ថៃហ្នឹងគេឡើងមកធ្វើបទបង្ហាញធ្វើសន្និសីទបង្ហាញហ្នឹងដើម្បីឲ្យអ្នកសារព័ត៌មាននេះគេអាចងាយស្រួលប្រមូលព័ត៌មានណាគេប្រចាំងជាស្លាយវីដេអូបញ្យល1 2 3អីចឹងទៅថាថៃហោះចូលដល់ណាប្រើអាវុធអីមានផលប៉ះពាល់អីខុសច្បាប់អីធ្ងន់ធ្ងរកម្រិតណាអីយ៉ាងម៉េចហ្នឹងគឺថាគេប្រមូលយកមកបង្ហាញទាំងអស់ប៉ុន្តែយើងដូចជាមិនបានលម្អិតប៉ុណ្ណឹងឯបាទមកជូនដំណឹងអីមកអានលិខិតអីបន្តិចបន្តួចហ្នឹងទៅក៏បញ្ចប់ទៅបាទនេះគឺជាបញ្ហាដែលគេរិះគន់ដែរបាទចំណុចមួយទៀតលោកថាកច្ឆាយើងឃើញហើយថាការវាយប្រហារសង្គ្រាមរយៈពេល9ថ្ងៃនេះកាន់តែរីកធំសមរភូមិក៏កាន់តែពង្រីកដែរបើទោះបីជាមានអន្តរាគមន៍ស្នើឲ្យមានការឈប់បាញ់ឬមួយក៏ការព្យាយាមស្វែងរកសន្តិភាពយ៉ាងណាក៏ដោយចុះអញ្ចឹងថាតើមកដល់ពេលនេះយើងគិតត្រឹមថ្ងៃទី9ហ្នឹងថ្ងៃទី9ហ្នឹងសំដៅទៅលើថ្ងៃដែលមានការផ្ទុះអាវុធផ្ទុះសង្គ្រាមទី2ហ្នឹងថ្ងៃទី9ហ្នឹងថាតើមានការប៉ះពាល់នឹងបែបណាផលប៉ះពាល់នៃសង្គ្រាមហ្នឹងរីកធំធាត់ដល់កម្រិតណាហើយបាទតារាផលប៉ះពាល់នេះកាន់តែរីកធំទៅពីមួយថ្ងៃទៅមួយថ្ងៃហើយយើងឃើញហើយយោធាថៃបានប្រើយន្តហោះចម្បាំងភាគច្រើនឥឡូវនេះគឺប្រើយន្តហោះចម្បាំងស្ទើររាល់ថ្ងៃហើយនៅក្នុងការវាយប្រហារប្រទេសកម្ពុជាហ្នឹងដូច្នេះឥឡូវនេះជនស៊ីវិលខ្មែរយើងឃើញកាលពីថ្ងៃសុក្រហ្នឹងថ្ងៃសៅរ៍ហ្នឹងគឺមានជនស៊ីវិលស្លាប់12នាក់ឥឡូវនេះតែប្រហែលតែមួយថ្ងៃនេះគឺថាកើនដល់15នាក់ហើយមានជនស៊ីវិលខ្មែរយើងស្លាប់ដល់15នាក់មានទាំងទារកទៀតហើយមានរបួសដល់73នាក់បាទចំណែកឯជនភៀសសឹកវិញគឺកើនឡើងដល់ជាង40,000នាក់ឯណោះបាទគិតត្រឹមរសៀលថ្ងៃទី15ធ្នូនេះពីព្រោះនៅពេលដែលយោធាថៃកាន់តែវាយលុកចូលជ្រៅមានន័យថាជនភៀសខ្លួនខ្មែរយើងពលរដ្ឋខ្មែរយើងក៏កាន់តែបារម្ភហើយកាន់តែភៀសខ្លួននឹងដកថយកាន់តែឆ្ងាយទៅឆ្ងាយទៅដូច្នេះធ្វើឲ្យចំនួនជនស៊ីវិលនឹងភៀសសឹកនឹងគឺកាន់តែច្រើនដែរបាទក្រៅពីនឹងទេយើងឃើញហើយហេដ្ឋារចនាសម្ព័ន្ធផ្សេងស្ពានថ្នល់សាលារៀនប្រាសាទបុរាណរបស់ខ្មែរផ្ទះពលរដ្ឋអីហ្នឹងត្រូវបានយោធាថៃកំទេចកាន់តែធំទៅជាពិសេសស្ពានដូចជាស្ពានមេទឹកនៅខាងខេត្តពោធិ៍សាត់អីជាដើមហើយបើសិនជាប៉ះពាល់ទៅដល់ស្ពានតបឬក៏ស្ពានអូជីកនេះទៀតគឺប៉ះពាល់ដល់ស្ពានបុរាណដ៏វែងរបស់ខ្មែរមួយទៀតបាទហើយប្រាសាទបុរាណប្រាសាទអីហ្នឹងគឺថាផលប៉ះពាល់ហ្នឹងកាន់តែធំមែនទែនហើយអាយុជីវិតរបស់ពលរដ្ឋទាំងអីហ្នឹងហើយយើងមិនទាន់បានឮពីខាងក្រសួងការពារជាតិបង្ហាញចំនួនយោធាខ្មែរដែលបានពលីទេបាទដូច្នេះផលប៉ះពាល់ហ្នឹងគឺធំធេងណាពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងកាន់តែបង្ហាញហើយពលរដ្ឋដែលភៀសសឹកហ្នឹងក៏កាន់តែវេទនាដែរសង្គ្រាមអូសបន្លាយការរស់នៅរបស់ពួកគាត់ហ្នឹងកាន់តែវេទនាខុសពីខាងថៃពីព្រោះបន្ទាប់ពីនេះខាងភាគីកម្ពុជាបានខាងភាគីថៃបានអានថាខ្មែរយើងប្រើតែ BM21 ទេបាទដើម្បីទប់ទល់ការរុលការឈ្លានពានដោយកងទ័ពថ្មើរជើងហ្នឹងដូច្នេះមែនទែនទៅការដែលប៉ះពាល់ទៅដល់ខាងថៃនេះមានទំហំអាចតិចតួចជាងកម្ពុជារងគ្រោះហ្នឹងក៏តិចជាងកម្ពុជាដែរបាទក៏ប៉ុន្តែថៃនៅតែតាំងខ្លួនឯងថាជាជនរងគ្រោះអីជាហោហែអញ្ចឹងទៅបាទក៏ដូច្នេះខាងភាគីកម្ពុជាមិនបានប្រើអាវុធយុទ្ធភ័ណ្ឌដូចជាយន្តហោះអីទៅទម្លាក់គ្រាប់នៅថៃទេដូច្នេះការដែលផលប៉ះពាល់របស់កម្ពុជាហ្នឹងគឺមានទំហំធំជាងហើយជនភៀសខ្លួនរបស់ថៃហ្នឹងគឺរដ្ឋាភិបាលថៃមានការគិតគូរយកចិត្តទុកដាក់ច្រើនជាងហើយយើងឃើញហើយរូបភាពវីដេអូដែលនាយករដ្ឋមន្ត្រីថៃលោកអនុទិនហ្នឹងទៅច្រៀងទៅរាំនៅកន្លែងជនភៀសសឹកតែម្ដងបាទដូចជាគេមិនកាត់ទុកអីដូចពលរដ្ឋខ្មែរទេយើងឃើញហើយបាទពីព្រោះមានការយកចិត្តទុក
កដាក់មានកន្លែងស្នាក់អាស្រ័យមានអាហារបរិភោគអីប៉ុន្តែពលរដ្ឋភាគសឹកខ្មែរយើងគឺហាក់ដូចជាមានការយកចិត្តទុកដាក់ពីសប្បុរសជនដែរមែនទែនយើងក៏សរសើរមានការយកចិត្តទុកដាក់មានការខ្វាយខ្វល់ការរួមចំណាយការរួមកម្លាំងអីហ្នឹងគឺថាខ្លាំងមែនទែនយើងឃើញហើយក៏ប៉ុន្តែយ៉ាងណាក៏ដោយទំហំនៃជនភាគសឹករបស់ខ្មែរយើងនេះច្រើនពេកហើយជនភាគសឹកនៅទីតាំងខ្លះគឺគាត់ភាគសឹកមកដោយមានគេគឺគាត់មកដោយខ្លួនឯងគាត់ភ័យតែមិនមានការជូនដំណឹងទេដូច្នេះអតេសរបស់គាត់គោយន្តរបស់គាត់នឹងឆ្នៃជាកន្លែងស្នាក់នៅអីហ្នឹងទៅធ្វើជារោងធ្វើយ៉ាងអីទៅបន្តធ្វើដំណើរទៅមានកូនតូចកូនធំខ្វះទីតាំងកន្លែងដូចថាបាត់ជើងកន្លែងអីហ្នឹងពិបាកមែនទែនហើយកន្លែងទាំងអស់នេះគឺប៉ះពាល់ជាពិសេសស្ត្រីអីហ្នឹងដែលគាត់រស់នៅទីកន្លែងប្រជុំនេះអាចមានការបំពានអីផ្លូវភេទទេដូច្នេះអាជ្ញាធរទីតាំងកន្លែងទាំងអស់នេះគឺគួរតែយកចិត្តទុកដាក់មែនទែនចំពោះជនភេទសឹកអីការខ្វះខាតរបស់ប្រើប្រាស់អាហារហូបចុកទឹកប្រើប្រាស់ដូចយើងលើសេចក្តីរាយការណ៍មិញអញ្ចឹងបាទនៅខ្វះខាតយើងឃើញរូបភាពវីដេអូអីនេះជាដើមដូច្នេះភាពវេទនារបស់ពលរដ្ឋខ្មែរនៅទីតាំងភេទសឹកហ្នឹងក៏មានលក្ខណៈគួរឲ្យអាណិតអាសូរអាណិតអាធមមែនទែនបាទបាទលោកថាកាត់ឆាតាមពិតតកតងទៅនឹងស្ថានភាពជនភៀសសឹកនេះដែរគឺថាអ្វីត្បិតដែលពួកគាត់ភៀសខ្លួនចេញពីតំបន់ក្បែរព្រំដែនក៏ពិតមែនប៉ុន្តែយើងឃើញហើយថាឥឡូវនេះអាយុជីវិតរបស់ពួកគាត់នឹងមិនធានាបានទេទីតាំងដែលពួកគាត់មកភៀសខ្លួនលំនៅបណ្ដោះអាសន្ននេះគឺមិនធានាបាន 100% ទេយើងឃើញហើយថាឥឡូវនេះខាងយោធាថៃនឹងប្រើយន្តហោះទម្លាក់ខោបែកនឹងចូលជ្រៅមែនតើហើយយើងឃើញថាទីតាំងខ្លះហ្នឹងក្បែរនឹងទីតាំងយោធាហ្នឹងមានន័យថាទីតាំងដែលជនភៀសសឹកខ្មែរកំពុងស្នាក់នៅនោះក៏មិននៅឆ្ងាយប្រមាណពីទីតាំងយោធារបស់កម្ពុជាដែរដូច្នេះអាយុជីវិតរបស់ជនភៀសសឹកខ្មែរហ្នឹងនៅតែជាក្តីកង្វល់នៅឡើយទេពួកគាត់មានន័យថាមិនទាន់រាប់ថាជាកន្លែងមានសុវត្ថិភាពទាំងស្រុងសម្រាប់ពួកគាត់ទេនេះគឺជាសេចក្តីរាយការណ៍ដែលយើងបានទទួលកន្លងមកហ្នឹងហើយតកតងទៅនឹងផលប៉ះពាល់ហើយនឹងការខាត់បងសេដ្ឋកិច្ចធំធេងប៉ុណ្ណាដែរខ្ញុំបើកពងកញ្ចក់ចង់ជម្រាបជូនលោកអ្នកនាងថាស្អែកនេះយើងនឹងមានកិច្ចពិភាក្សានីតិវេទិកាអ្នកស្ដាប់ទូទៅអាស៊ីសេរីនឹងយើងនឹងជជែកផ្ដោតជាពិសេសទៅលើផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនឹងហើយថាតើកម្ពុជាជននឹងគាត់អាចត្រៀមខ្លួនបែបណាគូធ្វើបែបណានៅក្នុងស្ថានភាពដែលប្រទេសជាតិកំពុងតែមានសង្គ្រាមបែបនេះហើយយើងនឹងមានភ្ញៀវគឺលោកបណ្ឌិតសុកហាជដែលជាសមាជិកប្រសិទ្ធភាពផងដែរហ្នឹងមកចូលរួមបកស្រាយនៅក្នុងកម្មវិធីនឹងគឺជាវាគ្មិនហើយសម្របសម្រួលដោយលោកជុនច័ន្ទបុតអញ្ចឹងលោកអ្នកនាងសូមរងចាំទស្សនាកុំបីខាននៅថ្ងៃស្អែកនេះចំណុចមួយដែលខ្ញុំចង់សាកសួរថៃជាចុងក្រោយអាចចំណុចមួយទៀតចោះចុងក្រោយឥឡូវថាពីរចំណុចចោះលោកថាកាត់ឆាបានឃើញហើយថានៅពេលដែលសង្គ្រាមនឹងកាន់តែរីកធំទៅឆ្ងាយទៅប្រទេសថៃហ្នឹងគឺថាបានប្រើអាវុធកាន់តែទំនើបភាគីកម្ពុជាឯនេះវិញយើងឃើញថាអាវុធធំធនធ្ងន់បំផុតដែលយើងប្រើហ្នឹងគឺត្រឹម BM21 ទេដែល BM21 នេះបើតាមការអ្នកវិភាគផ្នែកយុទ្ធសាស្ត្រយោធាហ្នឹងគេមិនរាប់ថាជាអាវុធដែលមានសក្តានុពលឬមួយក៏ដែលមានគេហៅថាបើនិយាយទៅថាបាញ់ហ្នឹងបាញ់ត្រង់ណាមិនមែនជាមានប្រព័ន្ធរ៉ាដាអីដើម្បីចាប់ទីតាំងទិសដៅណាជាក់លាក់ឬមួយក៏មានភាពបត់បែននេះទេគឺថាបាញ់ទៅផ្តក់ទៅលើទីតាំងណាជាក់លាក់តែមួយនឹងប៉ុណ្្នឹងឯងដូច្នេះអាការខូចខាតហ្នឹងវាមានទំហំតែប៉ុណ្្នឹងមានន័យថាបើសិនជាបាញ់សំដៅទៅលើទីតាំងយោធាថៃដែលយោធាថៃនឹងមានគ្នាឧទាហរណ៍ថា 4-10 នាក់នៅក្នុងត្រង់សេរបស់គាត់ចឹងទៅហើយបាញ់កំជ្រួចវង BM21 ចឹងទៅអស់ 4-10 គ្រាប់ទៅហ្នឹងគឺចំតែទីតាំងហ្នឹងទេវាអត់មានការរីកសាយភាយឬមួយក៏អត់មានសំដៅដូចថាបើគេកិច្ចខ្លួនបានបើគេជៀសបានគឺរួចខ្លួនប៉ុណ្្នឹងឯងដល់ឡែកភាគីថៃហ្នឹងអាវុធដែលគេប្រើហ្នឹងគឺកាន់តែទំនើបហើយមានរហូតដល់ការប្រើ drone ប្រើប្រព័ន្ធផ្កាយអណបឬមួយក៏ការចាប់រូបភាពពីលើអាកាសអីចឹងជាដើមហើយការទម្លាក់របស់គេគឺចំមែនចំទិសដៅគេចង់ទម្លាក់ហ្នឹងមែនយើងឃើញហើយទីតាំងណាដែលយោធាថៃឬមួយក៏យន្តហោះចម្បាំងថៃហ្នឹងមកទម្លាក់ហ្នឹងគឺអត់ខុសទេចំណុចមួយដែលមានការរិះគន់ហ្នឹងហើយនឹងមានការវិភាគហ្នឹងគឺត្រង់ចំណុចនេះកម្ពុជាអាចមានអាវុធដែលមានសក្តានុពលលើសពី BM21 នឹងទៀតគឺ PHL-03 ប៉ុន្តែការប្រើប្រាស់អាវុធដែលធនធ្ងន់ជាងនឹងថែមទៀតហ្នឹងអ្វីដែលគេបារម្ភអ្វីដែលគេវិភាគមើលឃើញហ្នឹងគឺថាវាអាចក៏តាក់ទងទៅនឹងយុទ្ធសាស្ត្ររបស់លោកហ៊ុនសែនដែរមានន័យថាបើប្រើអាវុធ
កាន់តែធំកាន់តែទំនើបថៃអាចយកលេសហ្នឹងដើម្បីវាយប្រហារកាន់តែជ្រៅកាន់តែធំជាងនឹងទៀតឬមួយក៏អាចឈានទៅដល់ការវាយប្រហារទៅលើទីតាំងវិជាការដ្ឋានអង្គរៈរបស់គាត់ឬមួយក៏ប្រទាយរបស់គាត់នៅទួលកសាំងអញ្ចឹងជាដើមវាអាចនាំទៅដល់ហានិភ័យប៉ះពាល់ដល់អំណាចរបស់គាត់ដូច្នេះហើយបានជាគេប្រើត្រឹមតែ BM21 ហ្នឹងចំណុចនេះថៃមានបានកត់លោកថាកាត់ឆាមានការកត់សម្គាល់បែបណាដែរមានទស្សនៈបែបណាដែរចំពោះការលើកឡើងនេះបាទតារាមានការលើកឡើងច្រើនដែរពីពលរដ្ឋមួយចំនួនពីអ្នកតាមដានបញ្ហាសង្គមមួយចំនួនហ្នឹងបាទយើងឃើញហើយជាពិសេសក៏យើងធ្លាប់បានព័ត៌មានពីប្រភពដែលទុកចិត្តមួយចំនួនដែរថាពេលខ្លះគឺរដ្ឋាភិបាលហ្នឹងហាក់ដូចជាការវាយតបតជាមួយថៃហ្នឹងនៅមិនទាន់ប្រើប្រាស់គ្រប់កម្លាំងហ្នឹងឲ្យបានពេញលេញទេមានន័យថាប្រើហ្នឹងនៅថ្នមស្ថានភាពនៅឡើយទោះបីជាថៃវាយសន្ធប់ប្រើប្រាស់អាវុធយុទ្ធភណ្ឌធនធ្ងន់មិនក៏ដោយគឺខាងកម្ពុជាហ្នឹងនៅវាយគ្រាន់តែទប់ទេមិនទាន់វាយបកធ្ងន់ធ្ងរឬក៏ប្រើអាវុធយុទ្ធភណ្ឌហ្នឹងដើម្បីការពារខ្លួនហ្នឹងឲ្យបានមែនទែនទេបាទឃើញហាក់ដូចជានៅថ្នមស្ថានភាពទី1ដើម្បីកុំឲ្យមានការលើកឡើងថាការធ្វើវិធីបែបនេះគឺដើម្បីកុំឲ្យថៃហ្នឹងកាន់តែវាយធ្ងន់ធ្ងរទៅឬក៏បង្ហាញថាខ្លួនគាត់ទប់ទេដើម្បីអាចឲ្យថៃហ្នឹងទុនចិត្តងាកមករកការចរចាអីឡើងវិញបាទមកដោះស្រាយគ្នាឡើងវិញក៏ប៉ុន្តែយ៉ាងណាក៏ដោយមានការអអន់សពុនចិត្តខ្លះដែរពីមជ្ឈដ្ឋានមួយចំនួនថាការធ្វើបែបនេះហាក់ដូចជាមិនផ្ដល់តម្លៃទៅដល់អាយុជីវិតកងទ័ពដែលកំពុងតែឈរជើងអីទៅជាកងទ័ពថ្មើរជើងអីទៅនៅពេលដែលយោធាថៃបានបាញ់ផ្សែងពុលផងបានបាញ់កំភ្លើងធំផងទម្លាក់គ្រាប់តាមយន្តហោះផងហ្នឹងគឺយោធាថ្មើរជើងហ្នឹងគាត់ដែលនៅទីតាំងប្រឈមហ្នឹងគឺពិបាកមែនទែនពីព្រោះគាត់រងចាំឲ្យមានការគ្រប់គ្រងដោយកំភ្លើងធំគ្រប់គ្រងដោយអាវុធផ្សេងៗដើម្បីការពារពួកគាត់ជាដើមបាទដូច្នេះមានន័យថាការវាយប្រហារហ្នឹងគឺហាក់ដូចជានៅមិនទាន់ទេដែលធ្វើឲ្យកងទ័ពកម្ពុជាហ្នឹងប្រឈមផលប៉ះពាល់ច្រើនអីជាដើមបាទនេះជាការមើលឃើញពីបញ្ហាមួយចំនួនដែលខាងភាគីកម្ពុជាហ្នឹងគេមើលឃើញថាខាងរដ្ឋាភិបាលហ្នឹងនៅមិនទាន់ប្រើប្រាស់ឲ្យអស់លទ្ធភាពប្រើប្រាស់សព្វាវុធអីទេប៉ុន្តែក៏មានការដូច្នេះគេមានការលើកទឹកចិត្តដែរថាប្រសិនបើកម្ពុជាមិនវាយទប់ជាមួយថៃឲ្យបានខ្លាំងក្លាឬក៏ធ្វើឲ្យថៃនឹងរងផលខូចខាតទេយោធាថៃនៅកាន់តែបានចិត្តពីព្រោះអ្នកខ្លះមើលឃើញថាតើតែកម្ពុជានឹងអាចធ្វើឲ្យថៃនឹងរងផលប៉ះពាល់រងការខូចខាតដែលមិនមែនកម្ពុជាខូចខាតតែម្ខាងទេនៅពេលដែលកម្ពុជាខូចខាតតែម្ខាងគឺយោធាថៃកាន់តែសប្បាយចិត្តកាន់តែបានចិត្តនៅក្នុងការបន្តវាយប្រហារលើកម្ពុជាអីជាដើមបាទនេះជាទស្សនៈមើលឃើញពីមនុស្សមួយចំនួននោះបាទចំណុចចុងក្រោយមួយទៀតដែលខ្ញុំសាកសួរលោកកត់ឆាហ្នឹងគឺតកតងទៅនឹងការអូសបន្លាយនៃសង្គ្រាមយើងឃើញហើយថាសង្គ្រាមនេះមានការព្យាយាមស្វះស្វែងរកសន្តិភាពពីសំណាក់ភាគីពាក់ព័ន្ធមួយចំនួនដូចជាអាមេរិកជាដើមបានរហូតដល់មានការជួបតាមទូរស័ព្ទនឹងជាច្រើនដងទាំងជាមួយខាងថៃទាំងជាមួយខាងកម្ពុជាហើយពីខាងកម្ពុជាយើងដឹងជំហរហើយថាកម្ពុជាចង់បញ្ចប់សង្គ្រាមនឹងកាន់តែឆាប់កាន់តែល្អហើយតែងតែបញ្ជាក់ថាសហការដូចថាត្រៀមខ្លួនរួចរាល់នៅក្នុងកិច្ចសហការដោះស្រាយវិវាទនឹងក៏ប៉ុន្តែភាគីថៃឯនោះវិញនិយាយហើយទៅហើយចឹងទៅចប់ទៅក៏ស្អែកឡើងឬមួយក៏យប់ឡើងតម្លាក់ក៏បែកទៅកម្ពុជាអញ្ចឹងទៀតបើការវាយប្រហារលើកម្ពុជាទៀតហើយនៅថ្ងៃនេះដែរនឹងយើងឃើញថាពីខាងក្រសួងការបរទេសចិនក៏បានលើកឡើងដែរពីការចង់ឲ្យភាគីទាំងពីរនឹងរក្សាការអត់ធ្មត់ហើយនឹងព្យាយាមធ្វើយ៉ាងណាចូលតុចរចាវិញចិនក៏អះអាងដែរថាចិននឹងត្រៀមខ្លួនដើម្បីជួយកម្ពុជាហើយនឹងភាគីថៃនឹងដើម្បីឲ្យបញ្ចប់សង្គ្រាមនឹងចឹងជាដើមយើងឃើញវត្តការលើកឡើងរបស់ខាងអ្នកនាំពាក្យក្រសួងការបរទេសចិននឹងអ្វីដែលខ្ញុំចង់ដឹងថាតើហេតុអីបានជាសង្គ្រាមនឹងបន្តអូសបន្លាយកាន់តែយូរទៅខណៈពេលដែលមហាអំណាចធំហាក់ដូចជាចាប់ផ្ដើមចូលរួមជួយបញ្ចប់សង្គ្រាមនឹងទៅហើយមានទាំងអន្តរាគមន៍របស់ប្រធានបដូវអាស៊ានលោកអាន់វ៉ាអ៊ីប្រាហ៊ីមទៀតផងនោះបាទអរគុណតារានេះយើងឃើញភាគីកម្ពុជាបានបង្ហាញជំហរតាំងពីដើមមកហើយថាចង់ឲ្យមានការបញ្ចប់ដោះស្រាយសង្គ្រាមនេះដោយសន្តិវិធីហើយកម្ពុជានឹងបដិញ្ញាគោរព
តាមអ្វីដែលបានសម្រេចរួមគ្នាកន្លងមកជាមួយនឹងភាគីថៃបាទក៏ប៉ុន្តែថ្មីនេះទៀតសោតគឺនាយករដ្ឋមន្ត្រីថៃលោកអនុទីននេះក៏បានជួបតាមទូរស័ព្ទជាមួយនឹងលោក Donald Trump និងលោកហ៊ុនម៉ាណែតដែរហើយនិងលោក Anwar Ibrahim ដែរហើយភាគីថៃបានសន្យាថានឹងគោរពតាមឯកឧត្តមបញ្ជាក់ចំហនៅក្នុងការចង់ឲ្យមានសន្តិភាពឯកឧត្តមប៉ុន្តែតែចោទប្រកាន់ភាគីកម្ពុជាវិញថាមិនស្មោះត្រង់ជាអ្នកបង្កហេតុហើយកម្ពុជាថៃនឹងគ្រាន់តែធ្វើនេះគ្រាន់តែជាការការពារខ្លួនប៉ុន្តែទង្វើរបស់យោធាថៃទៅបានគេមើលឃើញថាគឺជាការឈ្លានពានបាទអ្វីដែលគេបារម្ភទៅទៀតនោះតារាបាទនៅពេលដែលខាងមហាអំណាចមួយចំនួនទាមទារឲ្យភាគីអត់ធ្មត់អីចឹងទៅដូចជា Donald Trump ឲ្យភាគីទាំងពីរកម្ពុជាថៃនឹងវិលទៅរកកិច្ចព្រមព្រៀងអីនេះគេបារម្ភថាមេដឹកនាំកម្ពុជាអាចថ្នមស្ថានភាពកាន់តែធ្ងន់ថែមទៀតគណៈពេលដែលថៃកាន់តែក៏ឃ្លើនអត់ខ្វល់ទេមកទល់ពីនេះនៅតែបន្តវាយប្រហារសន្ធប់លើកម្ពុជាអ្វីដែលគេបារម្ភនោះមតិមួយចំនួននឹងមើលឃើញថាភាគីថៃភាគីកម្ពុជាមេដឹកនាំកម្ពុជានឹងអាចព្យាយាមមិនឲ្យកងទ័ពកម្ពុជានឹងវាយឲ្យអស់ចិត្តតែវាយការពារខ្លួនមួយទំហឹងទេមានន័យថាព្យាយាមឲ្យអត់ធ្មត់ព្យាយាមកុំតបតអីទៅថៃច្រើនអីជាដើមដើម្បីបង្ហាញឆន្ទៈទៅយោធាថៃថាកម្ពុជានឹងចង់បញ្ចប់អីជាដើមបាទនេះជាការបារម្ភមួយហើយដែលអាចធ្វើឲ្យកងទ័ពនឹងមានការបាក់ទឹកចិត្តដែរប្រសិនបើថៃចិត្តទៅវាយហើយយើងចិត្តទៅហាមកងទ័ពយើងថាកុំវាយកុំតបតអីរហូតអីអញ្ចឹងណាបាទដែលដូច្នេះអាចមានអ្នកមើលឃើញមួយចំនួនថាវិធីនេះមិនជាល្អសម្រាប់កម្ពុជាទេគណៈពេលដែលថៃហាក់ដូចជាលេងខូចមិនគោរពតាមកិច្ចព្រមព្រៀងនឹងបាទចំពោះថៃមូលហេតុដែលថៃមិនជាគោរពកិច្ចព្រមព្រៀងឆាត់បាញ់នេះយើងឃើញហើយមែនទែនសង្គ្រាមនេះគឺចំណេញសម្រាប់ពួកយោធាណាគឺឥឡូវនេះពលរដ្ឋថៃគ្រប់និន្នាការអីមួយចំនួនហ្នឹងហាក់ដូចជាមានការគ្រប់គ្រងចំពោះទង្វើរបស់យោធាថៃទង្វើរបស់មេដឹកនាំថៃដែលចង់ឈ្លានពានកម្ពុជានឹងខុសពីកាលពីលើកមុនដែលគេចាត់ទុកថាជាសង្គ្រាមបែបនយោបាយប៉ុន្តែពេលនេះបែរជាគេមើលឃើញថាមានការផ្សព្វផ្សាយបំភ្លឺបំភ្លៃច្រើនទៅធ្វើឲ្យពលរដ្ឋថៃយល់ថាកម្ពុជានឹងបកកហេតុមែនហើយគូតែធ្វើវាយកម្ពុជានឹងឲ្យណានៃទៅអីជាដើមបាទដូច្នេះយើងមើលឃើញថាយោធាថៃវាយនឹងវាយអាចនឹងរយៈពេលយូរហើយអ្នកវិភាគមួយចំនួនក៏បានលើកឡើងហើយថាយោធាថៃនឹងវាយរហូតវាយទល់ឆ្អែតវាយទល់ហត់សងសឹកមួយឆ្អែតអ្វីដែលគេខឹងកម្ពុជានឹងខឹងមេដឹកនាំកម្ពុជានឹងហើយអាចនឹងទទួលបានផលចំណេញអីថែមទៀតជាពិសេសយោធាថៃអាចមានមហិច្ឆតាចង់គ្រប់គ្រងនៅតំបន់ខ្ពស់ជាពិសេសនៅតំបន់ភ្នំដងរែកអីជាដើមហើយបើសិនបើយោធាថៃអាចសម្រេចមហិច្ឆតារបស់ខ្លួននៅក្នុងការគ្រប់គ្រងតំបន់ខ្ពស់នៅជាប់តាមព្រំដែនឬក៏តំបន់យុទ្ធសាស្ត្រហើយនឹងទីតាំងដែលអំណោយផលសម្រាប់ធនធានធម្មជាតិនឹងគឺជាជោគជ័យរបស់យោធាថៃអីជាដើមបាទហើយអាចនឹងសម្រេចមហិច្ឆតាឈ្លានពានកម្ពុជាទៅថ្ងៃក្រោយអីកាន់តែធ្ងន់ធ្ងរទៀតដែរដូច្នេះមានន័យថាអ្វីដែលយោធាថៃធ្វើនេះគឺហាក់ដូចជាសម្រាប់ជោគជ័យច្រើនអីជាដើមដូច្នេះគេកាន់តែមានមហិច្ឆតាធ្វើទៅថែមទៀតអានេះដែលយើងឃើញកន្លងមកបាទហើយយើងឃើញដែរយោធាថៃហាក់ដូចជាបានដឹងដែរថាសម្ពាធអន្តរជាតិនឹងហាក់នៅមានតិចតួចនៅឡើយទេមិនទាន់ធ្ងន់ធ្ងរទេបើទោះបីជា Donald Trump បានគម្រាមដាក់ទណ្ឌកម្មសម្ពាធសេដ្ឋកិច្ចហ្នឹងក៏មានគម្រាមចំទៅថៃដែរគឺថាភាគីទាំងពីរទេប្រើចំពោះភាគីទាំងពីរអីទេខណៈដែលកម្ពុជានឹងជាជនរងគ្រោះនៅឡើយហើយខាងចិនហ្នឹងក៏គ្រាន់តែចេញសារអំពាវនាវនៅមិនទាន់មានការដាក់ចេញនៅសម្ពាធណាមួយឲ្យជាក់លាក់ទេដូច្នេះយោធាថៃអ្នកនយោបាយថៃមានដឹកនាំថៃមួយចំនួនហាក់ដូចជាបានយល់ច្បាស់វាតម្លៃដឹងថាសម្ពាធពីអន្តរជាតិជាពិសេសប្រទេសមហាអំណាចធំៗហ្នឹងនៅមិនទាន់ហ៊ានធ្វើអ្វីមកលើខ្លួនទេដោយគិតថាទាំងចិនទាំងអាមេរិកហ្នឹងនៅមានប្រយោជន៍ជាមួយនឹងថៃនឹងច្រើនដែរដូច្នេះគេនៅអាចគេចំណេញផលប្រយោជន៍ច្រើនហើយគេឲ្យថៃហ្នឹងក៏គេបង្កើត lobby ដែរក្នុងការបញ្យលអីឃើញរដ្ឋមន្ត្រីក្រសួងការបរទេសថៃមានដឹកនាំថៃសារព័ត៌មានថៃអ្នកនយោបាយថៃហ្នឹងគឺគេសកម្មមែនទែននៅក្នុងការចេញមុខការពារទង្វើរបស់ខ្លួនថាគ្រាន់តែជាការការពារទង្វើរបស់ខ្លួននឹងស្របច្បាប់ហើយវិបហាកម្ពុជានឹងដើម្បីការពារខ្លួននៅកម្ពុជាបកកបញ្ហាអីហ្នឹងទៅកម្ពុជាមានគេឈ្មោះល្អរឿង scam ឯផងដូច្នេះធ្វើឲ្យពិភពលោកនឹងមើលឃើញកម្ពុជានឹងផ្ទុយមែនទែនខណៈដែលកម្ពុជានឹងជាប្រទេសរងគ្រោះអីជាដើមបាទម្យ៉ាងយើងឃើញពិភពលោកហាក់ដូចជាច្បោកច្បល់វឹកវរទៅនឹងតំបន់ជាច្រើនដែលមានសង្គ្រាម
ដែលហ្នឹងបាទហើយជាពិសេសស្ថានភាពពិភពលោកដែលខ្វះសណ្ដាប់ធ្នាប់អីជាដើមដូច្នេះថៃហាក់ដូចជាបានដឹងដែរក្នុងឱកាសនេះដែលគេមើលឃើញថាភាគីណាមានអំណាចជាងខ្លាំងជាងត្រីធំស៊ីត្រីតូចដូច្នេះថៃហាក់ដូចជាមិនខ្វល់ហើយបាទហើយដូច្នេះស្ថានភាពសពថ្ងៃនេះមានន័យថាអ្នកណាខ្លាំងអ្នកនឹងឈ្នះសក់អ្នកណាក្បាលនៅនឹងបាទគេដឹងជាដើមហើយថៃដឹងកម្រិតស្ថានភាពកម្ពុជាដែលនៅមានចំណុចខ្សោយអីជាដើមមិនអាចតដៃមួយគេបានអីជាដើមដូច្នេះថៃក៏ឃ្លានមែនទែនក្នុងស្ថានភាពសពថ្ងៃនេះដូច្នេះដើម្បីឲ្យសង្គ្រាមនេះអាចចប់លុះត្រាតែមានសម្ពាធធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិហើយភាគីកម្ពុជានឹងព្យាយាមគីងកឲ្យពិភពលោកនឹងមើលឃើញខ្លួនជាជនរងគ្រោះពិតប្រាកដទាញសមានចិត្តពីពិភពលោកជាដើមធ្វើការនឹងឲ្យខ្លាំងមែនទែនដើម្បីឲ្យគីងកូអន្តរជាតិនឹងឲ្យដាក់សម្ពាធយោធាថៃហើយជាពិសេសយើងឃើញពលរដ្ឋថៃខ្លួនឯងមួយចំនួនហ្នឹងពេលនេះឃើញតិចតួចណាស់នៅមានតិចតួចនៅឡើយអ្នកនយោបាយបពប្រឆាំងថៃហ្នឹងមានតិចតួចនៅឡើយដែលបានចេញមកបង្ហាញអារម្មណ៍ខឹងសម្បារចំពោះយោធាថៃដែលបង្កសង្គ្រាមហ្នឹងធុញទ្រាន់នៅជាដើមប្រតិកម្មហើយទាមទារឲ្យបញ្ឈប់សង្គ្រាមអីជាដើមដូច្នេះប្រសិនបើអន្តរជាតិដាក់សម្ពាធខ្លាំងប្រតិកម្មពីពលរដ្ឋថៃអីជាដើមហើយភាគីកម្ពុជារឹងមាំដែលថៃទុនដៃទោះបីវាយច្រើនថ្ងៃមិនអាចយកផលចំណេញទឹកដីពីកម្ពុជាដូច្នេះទាំងអស់នេះអាចជាហេតុផលដែរបើសិនបើសង្គ្រាមនឹងអាចនឹងបញ្ឈប់បើសិនជាភាគីថៃយោធាថៃគិតថាខ្លួនធ្វើនឹងដូចជាមិនចំណេញហើយមានប្រតិកម្មពីពលរដ្ឋរបស់ខ្លួនឯជាដើមបាទក៏ប៉ុន្តែបើសិនជានៅមានការគ្រប់គ្រងនៅមានការចំណេញសម្ពាធអន្តរជាតិនៅតិចកម្ពុជាហាក់ដូចជាទុនខ្សោយដូច្នេះយោធាថៃប្រហែលជានឹងបន្តហើយសង្គ្រាមនឹងអូសបន្លាយពេលទៅមុខដោយមិនទាន់ច្បាស់លាស់នៅទេហើយយើងឃើញមកដល់ពេលនេះសូម្បីតែថៃដែលត្រៀមនឹងរៀបចំការបោះឆ្នោតនៅពេលខាងមុខនេះក៏បានប្រកាសលើកពេលការបោះឆ្នោតដែរដូច្នេះអ្នកខ្លំមើលមួយចំនួនអាចយល់ថាថៃអាចជាការផ្ដល់ឱកាសឲ្យយោធាថៃនឹងលើកទឹកចិត្តឲ្យយោធាថៃនឹងនៅក្នុងការវាយប្រហារបន្តកម្ពុជានឹងជាបន្តទៀតសូម្បីតែខាងសភាពាណិជ្ជកម្មខាងសមាគមពាណិជ្ជកម្មរបស់ថៃនេះក៏មិនខ្វាយខ្វល់អំពីផលប៉ះពាល់រឿងពាណិជ្ជកម្មកម្ពុជាថៃដែរបើទោះបីជាមានអ្នកជំនួញមួយចំនួនដែលធ្លាប់បានផលប្រយោជន៍ពីការនាំចូលទំនិញទៅជាមួយនឹងតាមច្រកព្រំដែនកម្ពុជាក៏ដោយក៏ប៉ុន្តែឥឡូវនេះគេអត់ខ្វល់ទេគេថាទុកឲ្យយោធាធ្វើការតាមចិត្តចោះទោះបីផលប៉ះពាល់តិចតួចថៃគេអាចទ្រាំទ្របានបាទនៅអរគុណច្រើនមែនទែនលោកកច្ឆាអ្វីដែលកច្ឆាបញ្ជាក់ជូនលោកនាងអំបញ្ញមិញត្រង់ចំណុចដែលពិភពលោកខ្វះសណ្ដាប់ធ្នាប់នេះក៏ជាចំណុចមួយគួរឲ្យចាប់អារម្មណ៍ដែរហើយក៏អាចឆ្លុះបញ្ចាំងអំពីករណីប្រទេសកម្ពុជានឹងដែរយើងឃើញថាពិភពលោកបច្ចុប្បន្ននេះហាក់ដូចជារៀងបាត់សណ្ដាប់ធ្នាប់បន្តិចនៅត្រង់ថាឈរនៅលើទ្រឹស្ដីថាត្រីធំស៊ីត្រីតូចហ្នឹងគឺថាប្រទេសដែលមានអំណាចខ្លាំងទាំងយោធាសេដ្ឋកិច្ចហ្នឹងចាប់ផ្ដើមពង្រីកអនុត្តរភាពរបស់ខ្លួននឹងមួយក៏ភាពអង្គអាចរបស់ខ្លួននឹងធំទៅហើយប្រទេសថៃហ្នឹងក៏ទំនងជារៀនតាមមហាអំណាចធំនឹងដែរបានជាគេហ៊ានធ្វើបែបហ្នឹងហើយគេមានទាំងអំណាចសេដ្ឋកិច្ចនិងយោធាមានប្រៀបខ្លាំងជាងគេលើកម្ពុជាខ្លាំងមែនទែនលើកម្ពុជាប៉ុន្តែចំណុចមួយដែលគួរឲ្យសោកស្ដាយសម្រាប់កម្ពុជាហ្នឹងហើយនេះគឺជាការលើកឡើងរបស់ប្រជាជនជាទូទៅតែម្ដងលើ Facebook អ្វីដែលការសោកស្ដាយនោះគឺគ្រាន់តែថាក្នុងរយៈពេល30-40ឆ្នាំនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកហ៊ុនសែនហើយក៏មួយទៀតលោកហ៊ុនម៉ាណែតហ្នឹងគឺយើងខកខាននៅក្នុងការពង្រឹងសមត្ថភាពយោធាយើងនឹងឲ្យខ្លាំងក្លាហ្នឹងជាពិសេសការអភិវឌ្ឍនៅបច្ចេកវិទ្យាទំនើបខាងផ្នែកយោធាកងទ័ពអាកាសកងទ័ពជើងទឹកអីហ្នឹងយើងនៅមានលក្ខណៈមួយទុនខ្សោយមែនទែននៅពេលហើយដូច្នេះហើយនៅពេលដែលយើងពើប្រទះនឹងសង្គ្រាមហ្នឹងយើងហាក់ដូចជារៀងចាញ់ប្រៀបថៃខ្លាំងក៏ប៉ុន្តែការតស៊ូទឹកចិត្តរបស់យុទ្ធជនរបស់កងទ័ពយើងនៅតែខ្លាំងបែបហ្នឹងបើទោះបីជាដឹងថាប្រឈមនឹងក្តីស្លាប់ក៏ពួកគាត់នៅតែមិនរួញរាដែរអានេះគឺជារឿងមួយដែលយើងគួរតែគោរពគួរតែកោតសរសើរប៉ុន្តែយើងរិះគន់ទៅលើចំណុចដែលខ្វះការអភិវឌ្ឍខ្វះការពង្រឹងយោធាជាតិនឹងបើយើងមើលទៅការពង្រឹងជាទូទៅលើវិស័យយោធាកម្ពុជានឹងគឺច្រើនទៅលើប្រជាការដ្ឋានអង្គរៈរបស់លោកហ៊ុនសែនផ្ទាល់ឯណោះទេដែលមានយុទ្ធភ័ណ្ឌទំនើបនឹងនេះគឺជាការរិះគន់ជាទូទៅរបស់អ្នកវិភាគរបស់ប្រជាពលរដ្ឋអ្នកតាមដានស្ថានភាពនៅកម្ពុជានឹងដូច្នេះយើងនឹងបន្តតាមដានករណីថៃឈ្លានពានលើកម្ពុជានេះទៀតហើយសូមអញ្ជើញលោកកច្ឆាស្អែកនឹងចូលរួមទៀតផ្ដល់បច្ចុប្បន្នភាពបន្ថែមទៀតក្នុងកម្មវិធីផ្សាយរបស់លោកជុនច័ន្ទបុតនៅថ្ងៃស្អែកអាប់ដេតថ្ងៃទី10ថាតើមានស្ថានភាពបែបណាហើយដូច្នេះមកដល់ពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាលោកថាកច្ឆាបាទសូមអរគុណបាទ
បាទលោកអ្នកនាងជាទីមេត្រីកម្មវិធីផ្សាយរបស់យើងមិនទាន់បញ្ចប់ទេខ្ញុំមានព័ត៌មាន2ទៀតដែលចង់ជម្រាបជូនលោកអ្នកនាងយើងឃើញហើយថានៅក្នុងពេលដែលប្រទេសថៃបើកការឈ្លានពានកាន់តែខ្លាំងលើកម្ពុជានោះប្រជាពលរដ្ឋនៅឯប្រទេសកម្ពុជានោះគឺថាបានលើកឡើងថាពួកគាត់មានការដឹងគុណហើយនឹងសម្ដែងនៅការអាណិតអាសូរសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះហើយនឹងដឹងគុណទៅដល់វីរៈកងទ័ពកម្ពុជាដែលបានបូជានៅក្នុងសមរភូមិការពារទឹកដីពីសំណាក់ការឈ្លានពានរបស់ថៃនេះដូច្នេះសូមលោកអ្នកនាងទស្សនាសេចក្តីរាយការណ៍ខ្លីមួយអំពីរឿងនេះដូចតទៅខ្ញុំនៅលោកបន្លែមួយនេះខ្ញុំមានអារម្មណ៍ថាឈឺចាប់នៅពេលដែលឃើញជនជាតិថៃជនជាតិសៀមហ្នឹងវាបំពេញនៅលើប្រទេសកម្ពុជាយើងណាមានអារម្មណ៍ថាឈឺចាប់ខ្លាំងដែលរកឲ្យប្រៀបទៅមិនបានទេចង់និយាយពីសង្គមចឹងថាខ្ញុំអាណិតអាសូរខ្លាំងអាណិតអាសូរដល់កងទ័ពប៉ុន្តែមានតែទឹកចិត្តអត់មានអីបានជួយណាបើខ្ញុំមានដូចគេនឹងខ្ញុំជួយដូចគេអញ្ចឹងហើយក៏ចង់អរគុណចំពោះទឹកចិត្តដល់មហាធំធេងមិនអាចកាត់ថ្លៃបានចំពោះបងដែលពលីជីវិតណាហើយក៏សូមជូនពរដល់បងដែលនៅជួរមុខហ្នឹងសូមឲ្យគុណប្រពុតគុណវធម៌ប្រសងគុណបារមីគ្រប់ព្រះអង្គនៃទីទឹកដីព្រះរាជាម្ចាស់អច្ឆរិយៈមួយនេះជួយថែអាសាបងនៅជួរមុខទាំងអស់សូមឲ្យបានសុខបានសប្បាយឈ្នះមានសត្រូវឲ្យគ្រាប់ហ្នឹងណាជាថាអស់ណាគ្រាប់ដែលមកហ្នឹងជាអស់ហើយសូមឲ្យសត្រូវហ្នឹងអាថៃដែលវាឈ្លានពានប្រទេសកម្ពុជាយើងហ្នឹងណាសូមឲ្យវាវិនាសទាំងអស់វិនាសសម្រាប់ខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូបដែរខ្ញុំមានអារម្មណ៍ថាឈឺចាប់ព្រោះគាត់ពេលគាត់នៅផ្ទះគាត់ចឹងគាត់ស្រួលនៅដល់ពេលគាត់ភៀសសឹកចឹងគាត់អត់ដឹងមានកន្លែងគេងកន្លែងហូបចុកអាហារគ្រប់គ្រាន់ដូចយើងដែរថាអត់ទាន់ភៀសសឹកចឹងណាបងហើយណាមួយឃើញគាត់ប្រមាថវេទនាយើងឈឺចាប់ណាមួយយើងជាខ្មែរដូចគ្នាមានតែទឹកចិត្តស្រឡាញ់គ្នាជួយឧបត្ថម្ភនៅស្បៀងអាហារដោយតាមបងផ្សេងដែលគាត់បានប្រមូលទៅតាមទីតាំងដែលជនភេសកហ្នឹងហើយណាមួយខ្ញុំសូមដល់សហគមន៍អន្តរជាតិជួយមើលប្រជាជនខ្មែរជួយខ្មែរផងព្រោះអីជនជាតិសៀមវាវាយប្រហារមកលើជនកម្ពុជាពិតជាអាក្រក់ខុសណាស់ចំពោះខ្ញុំអាណិតណាស់ប្រជាពលរដ្ឋដែលកិច្ចពីក្របផ្លោងភៀសខ្លួនចូលដល់ក្នុងទីក្រុងគាត់មកគេចេះតែជួយគ្រប់របស់របរម្នាក់បន្តិចអ្នកដូចអីគ្មានតាមតលទ្ធភាពតែខ្ញុំសំណូមពរឲ្យអន្តរជាតិជួយមើលប្រជាជនដែលគ្នាទៅរកទីក្នុងថៃហេតុអីក៏ពួកវាចាប់ធ្វើបាបគ្នាគ្រប់តំបន់ជិះឡានមករួយផងចាប់គៀបសង្កត់គ្នាមិនឲ្យចេញបែរជាប្រជាជនថៃនៅក្នុងខ្មែរគេអត់មានធ្វើបាបទេគេមានតែជួយលើកកម្ពស់ឲ្យទៀតត្រង់នេះហើយដែលខ្ញុំអាណិតប្រជាជនខ្មែររបស់ខ្ញុំជាខ្មែរម្នាក់គឺទឹកដីខ្មែររបស់ខ្ញុំគឺខ្ញុំពិបាកក្នុងការនិយាយព្រោះទឹកដីរបស់ខ្ញុំអត់អាចឲ្យពួកឈ្លានពានមកយកទឹកដីខ្ញុំបានទេអញ្ចឹងជាការចុងក្រោយខ្ញុំសរុបបើសិនជាខាងបរទេសគាត់អាចជួយយើងមិនថាប្រទេសណាជាប្រទេសណាទេគឺសុំជំនួយពីគាត់ឲ្យគាត់ជួយយើងឲ្យជួយខ្មែរព្រោះខ្មែរធនធានតូចទាបណាស់គឹមងើបពីសង្គ្រាមបាទគឺខ្ញុំឈឺចាប់អញ្ចឹងខ្ញុំសំណពរតែប៉ុណ្ណឹងបាទឲ្យជួយហ្នឹងសូមឲ្យបានដើម្បីមិនយ៉ាងទាំងមេគ្រប់ព្រះអង្គនៃព្រះរាជាណាចក្រឆាអាស៊ីសេរីបលូននាងជាទីមេត្រីឆ្លៀតនៅក្នុងឱកាសនេះដែរខ្ញុំបាទសូមជម្រាបជូនលោកអ្នកនាងថាក្រៅតែពីការផ្សាយនិងការបង្ហោះព័ត៌មានជូនលោកអ្នកនាងនៅតាមបណ្ដាញសង្គម Facebook YouTube ហើយនិង Instagram ហ្នឹងខាងទូរទស្សន៍អាស៊ីសេរីយើងក៏មាន website ផងដែរគឺ www.tfakhmer.org បាទលោកអ្នកនាងអាចចូលទៅទស្សនាឬមួយក៏អានព័ត៌មានរបស់យើងដែលយើងបានបង្ហោះនៅលើគេហទំព័រនេះហើយអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺថានៅក្នុងបរិបទនៃសង្គ្រាមដែលថៃឈ្លានពានលើកម្ពុជានេះគឺយើងបានបង្កើតនៅផ្នែក
មួយឬមួយក៏ category មួយតែម្ដងផ្ដោតទៅលើបញ្ហាចំនួនសង្គ្រាមនឹងតែម្ដងហើយសេចក្តីរាយការណ៍ដែលយើងធ្វើទាំងអំបាលបាននៅក្នុងវិបត្តិសង្គ្រាមហ្នឹងគឺយើងដាក់នៅក្នុង category ឬមួយក៏ផ្នែកមួយហ្នឹងដូច្នេះលោកអ្នកនាងអាចចូលទៅអានឬមួយក៏ទស្សនាព័ត៌មានរបស់យើងនៅក្នុងគេហទំព័រហ្នឹងទៅគឺ www.tfakhmer.org បាទសូមអរគុណបាទលោកអ្នកនាងជាទីមេត្រីព័ត៌មានចុងក្រោយដែលមកបិទបញ្ចប់កម្មវិធីផ្សាយរបស់យើងនៅយប់នេះគឺតាក់ទងទៅនឹងអ្នកខ្លាំមើលលើកឡើងថាវាជារឿងអយុត្តិធម៌សម្រាប់កម្ពុជាប្រសិនបើសហរដ្ឋអាមេរិកសម្រេចដំឡើងពន្ធគយដោយសារតែសង្គ្រាមថៃវាយប្រហារឈ្លានពានទឹកដីកម្ពុជាបាទពួកគេលើកឡើងបែបនេះគឺបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump កាលពីសប្តាហ៍មុនបានប្រមានថានឹងដំឡើងពន្ធគយលើកម្ពុជានិងថៃប្រសិនបើភាគីទាំងពីរនៅតែបន្តប្រយុទ្ធគ្នាបាទលោកទីនសាការីយ៉ារាយការណ៍ព័ត៌មាននេះជូនលោកអ្នកនាងដូចតទៅអ្នកតាមដានពីបញ្ហានយោបាយជំរុញរដ្ឋាភិបាលយកសំណុំរឿងចំនួនព្រំដែននៃការវាយប្រហារឈ្លានពានរបស់ថៃប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការអក្រិតកម្មអន្តរជាតិ ICC ឲ្យបានឆាប់ដើម្បីបញ្ជាក់ប្រាប់អន្តរជាតិថាកម្ពុជាគឺជាអ្នករងគ្រោះពួកគេព្រួយបារម្ភថាក្នុងករណីកម្ពុជាកំពុងតែរងការឈ្លានពានដោយការវាយប្រហារពីកម្លាំងយោធាថៃហើយបើសិនជាអាមេរិកដាក់ទណ្ឌកម្មលើពន្ធគយថែមទៀតនោះកម្ពុជានឹងមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ$23លោកកឹមសុខប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី15ខែធ្នូថាបើសិនជាអាមេរិកចាប់វិធានការដំឡើងពន្ធគយលើកម្ពុជានិងថៃដោយសារតែចំនួនប្រដាប់អាវុធនៅតាមព្រំដែនគឺជារឿងអយុត្តិធម៌ទ្វេដងសម្រាប់ប្រជាពលរដ្ឋកម្ពុជាលោកបញ្យល់ថាបើសិនជាអាមេរិកមានចំណាត់ការបែបនេះមែននោះហាក់ស្មើនឹងអាមេរិកនិងសហគមន៍អន្តរជាតិបោះបង់កម្ពុជាចោលនិងបណ្ដាលឲ្យប្រទេសថៃបើការវាយប្រហារឈ្លានពានកម្ពុជាតាមតែអំពើចិត្តលោកកឹមសុខស្នើឲ្យអាមេរិកពិចារណាកុំដាក់ទណ្ឌកម្មកម្ពុជាតាមរយៈការដំឡើងពន្ធគយក្នុងចំនួនប្រដាប់អាវុធជាមួយថៃនៅតាមព្រំដែនពីព្រោះថាសង្គ្រាមនេះប្រទេសថៃគឺជាអ្នកវាយប្រហារឈ្លានពានកម្ពុជាហើយថៃត្រូវទទួលខុសត្រូវលើការសម្លាប់ប្រជាពលរដ្ឋនិងកងទ័ពនិងការបំផ្លិចបំផ្លាញប្រាសាទបុរាណខ្មែរសហគមន៍អន្តរជាតិត្រូវពិចារណាឲ្យច្បាស់ថាខាងភាគីថៃត្រូវទទួលខុសត្រូវលើការឈ្លានពានប្រទេសកម្ពុជាបង្កវិនាសកម្មដល់ប្រជាពលរដ្ឋខ្មែរបំផ្លិចបំផ្លាញប្រាសាទបុរាណខ្មែរនិងសម្បត្តិខ្មែរនៅលើទឹកដីនៃប្រទេសកម្ពុជាចំណែកឯរដ្ឋាភិបាលក្រុមគ្រួសារហ៊ុននៅភ្នំពេញត្រូវទទួលខុសត្រូវលើការពាក់ព័ន្ធទៅនឹងបណ្ដាញអក្រិតកម្មឆ្លងដែនអន្តរជាតិលាងលុយកខ្វក់បែងចែកឲ្យច្បាស់បើមិនដូច្នោះទេគឺប្រជាពលរដ្ឋខ្មែរជាអ្នករងគ្រោះពីការវាយរបស់ថៃផងរងគ្រោះពីអក្រិតកម្មឆ្លងដែនអន្តរជាតិរបស់រដ្ឋាភិបាលក្រុមគ្រួសារហ៊ុនផងចំណែកឯប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោកសង្សានករណាមានប្រសាសន៍ថាការប្រមានដាក់ទណ្ឌកម្មអាមេរិកដំឡើងពន្ធគយកម្ពុជាក្នុងចំនួនជាមួយថៃគឺមិនសមហេតុផលនិងជារឿងអយុត្តិធម៌សម្រាប់កម្ពុជាលោកបានថែមថាសង្គ្រាមនៅតាមព្រំដែនរវាងកម្ពុជានិងថៃរហូតមកដល់ពេលនេះមានភស្តុតាងជាច្រើនដែលអាមេរិកថ្លឹងថ្លែងនិងមិនអាចប្រងើយកន្តើយបានក្នុងការដាក់ទណ្ឌកម្មឬថ្កោលទោសជាក់លាក់ចំពោះភាគីណាដែលបំពានច្បាប់អន្តរជាតិនិងបើកការវាយប្រហារឈ្លានពានមុនលោកថាចំនួននៅតាមព្រំដែននេះគឺជាមហិច្ឆតាឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាបណ្ដាសហគមន៍អន្តរជាតិគេទទូចឲ្យថៃនឹងបញ្ចប់ក្នុងសង្គ្រាមនឹងប៉ុន្តែថៃបែរជាមិនអើពើហើយទាំងអស់នេះជាចំណុចដែលលោកដូណាល់ត្រាំឬក៏សហរដ្ឋអាមេរិកត្រូវទាញយកមកពិនិត្យពិចារណានិងសម្រេចឲ្យចំទៅលើប្រទេសដែលប្រើអំណាចប្រើឥទ្ធិពលយោធារបស់ខ្លួនបំពានមកលើកម្ពុជាដោយទម្លាក់គ្រាប់បែកធ្វើឲ្យប៉ះពាល់មកដល់ក្មេងៗណាកុមារដែលអត់សាលាកុមាររស់នៅក្នុងការភ័យខ្លាចប៉ះពាល់មកដល់ស្ត្រីផ្ទៃពោះណាបែកបាក់គ្រួសារណាជនភៀសសឹករាប់សែនអ្នកបានចាក់ចេញពីលំនៅឋានទាំងអស់នេះគឺជាភស្តុតាងមួយយ៉ាងច្បាស់ដែលថៃបានបំពានយ៉ាងកក្លឿនហើយមាក់ងាយប្រមាថទៅលើសហរដ្ឋអាមេរិកក៏ដូចជាបណ្ដាប្រទេសសហគមន៍អន្តរជាតិនានានេះគឺជារឿងពិតដែលត្រូវតែមកអាកាត់សម្រេចដាក់ទណ្ឌកម្មថៃយ៉ាងធ្ងន់ធ្ងរអានឹងទើបធ្វើឲ្យថៃមានការខ្លោបខ្លាចឬក៏បញ្ឈប់នៅការបង្កសង្គ្រាមនឹងប្រតិកម្មបែបនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំអាមេរិកកាលពីចុងសប្តាហ៍មុនបានផ្ដល់បទសម្ភាសន៍ដល់កាសែត The Wall Street Journal ដោយបញ្ជាក់ថាអាមេរិកនឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជានិងថៃដែលមានជាមួយអាមេរិកនិងប្រមានថាដំឡើងពន្ធគយលើប្រទេសទាំងពីរប្រសិនបើនៅតែបន្តប្រយុទ្ធនៅតាមព្រំដែន
ទស្សនៈប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោកសឹងសានករណាលើកឡើងថាបើសិនជាអាមេរិកចាត់វិធានការដំឡើងពន្ធគយកម្ពុជាដោយសារតែសង្គ្រាមថៃឈ្លានពានទឹកដីខ្មែរនោះប្រជាពលរដ្ឋកម្ពុជានឹងកាន់តែជួបវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរហើយអាមេរិកខ្លួនឯងក៏អាចរងការរិះគន់ចំពោះការត្រួតពិនិត្យព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយក្នុងចំនួនរវាងកម្ពុជានិងថៃលោកសង្សានករណាបន្ថែមថាអាមេរិកក្នុងនាមជាប្រទេសមហាអំណាចគួរចេញមុខហាមឃាត់ប្រទេសថៃឲ្យបញ្ឈប់ប្រតិបត្តិការយន្តហោះចម្បាំងដែលបញ្ជាចេញពីអាមេរិកផ្ទាល់ដែលនៅតែបន្តដឹកគ្រាប់បែកយកមកទម្លាក់នៅក្នុងទឹកដីកម្ពុជាទោះបីជាបែបនេះក្តីទាំងលោកសង្សានករណានិងលោកកំសក់សាទរអាមេរិកក្នុងករណីដែលមានការដាក់ទណ្ឌកម្មនិងសម្ពាធនានាអរដ្ឋាភិបាលក្រុមគ្រួសារតកូលហ៊ុនលុបបំបាត់អក្រិតកម្មឆ្លងដែនស្ដារប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញដោយសារតែបញ្ហាទាំងនេះគឺឆ្លុះបញ្ចាំងពីការពិតដែលប្រជាធិបតេយ្យកម្ពុជាដើរថយក្រោយហើយអក្រិតកម្មឆបោកតាមអនឡាញនៅកម្ពុជាកំពុងតែរីករាលដាលអ្នកខ្លាំមើលស្នើឲ្យប្រធានាធិបតីអាមេរិកពិចារណានិងត្រួតពិនិត្យឲ្យបានល្អិតល្អន់និងចេញមុខប្រកាសថ្កោលទោសភាគីដែលឈ្លានពានគឺភាគីថៃដើម្បីបញ្ជាការដាក់ទណ្ឌកម្មឲ្យកម្ពុជាកាន់តែរងគ្រោះនិងអយុត្តិធម៌បន្ថែមទៀតពីការវាយប្រហារឈ្លានពានពីកងកម្លាំងយោធាថៃបែបនេះខ្ញុំបាទទីនសាការីយ៉ាអស៊ីសេរីប្រធានីវ៉ាស៊ីនតោនបាទលោកនាងជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយរបស់យើងនៅថ្ងៃស្អែកនេះគឺយើងនឹងមានកម្មវិធីវេទិកាអ្នកស្ដាប់ទូរទស្សន៍អាស៊ីសេរីដែលនឹងជជែកផ្ដោតទៅលើផលប៉ះពាល់សេដ្ឋកិច្ចលើកម្ពុជាបន្ទាប់ពីមានសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃនេះហើយថាតើប្រជាពលរដ្ឋខ្មែរនឹងត្រូវរៀបចំខ្លួនបែបណានៅក្នុងស្ថានភាពបែបនេះបាទយើងនឹងមានលោកបណ្ឌិតសុកហាចូលរួមជាវាគ្មិនហើយនឹងមានការសម្របសម្រួលពីលោកជុនច័ន្ទបុតបាទដូច្នេះសូមលោកនាងរងចាំស្ដាប់និងទស្សនានៅកិច្ចពិភាក្សានេះនៅក្នុងកម្មវិធីផ្សាយរបស់យើងនៅយប់ស្អែកបាទកម្មវិធីផ្សាយរបស់យើងនៅយប់នេះឈានចូលមកដល់ទីបញ្ចប់ហើយខ្ញុំបាទយ៉ងច័ន្ទតារាព្រមទាំងក្រុមការងារនៃទូរទស្សន៍អាស៊ីសេរីទាំងអស់សូមអរគុណលោកនាងកញ្ញាដែលតាមដានកម្មវិធីយើងតាំងពីដើមរហូតដល់ចប់តាំងនាមឲ្យក្រុមការងារអាស៊ីសេរីខ្ញុំបាទសូមអរគុណដល់លោកនាងដែលតែងតែគាំទ្រហើយនឹងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធយុទ្ធជនដែលបានពលីនឹងបានទៅកាន់ឋានសុគតិភពហើយក៏សូមឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនរាប់ម៉ឺនរាប់សែនអ្នកដែលកំពុងតែភៀសខ្លួនឬមួយក៏កំពុងតែរស់នៅតាមបណ្ដោយព្រំដែនហ្នឹងសូមឲ្យមានសុខសុវត្ថិភាពទាំងអស់គ្នាបាទខ្ញុំបាទសូមអរគុណនិងសូមជម្រាបលារាត្រីសួស្តី